ទាំងអស់គ្នាណាយាយតែស៊ីរសេចក្តីល្អបើហើយកុំប្រឡាក់ទៅដោយអកុសលបើកើតមកមួយជាតិផុតរលត់ទៅវិញមិនបានសន្សំពូជជាកុសលកុំឲ្យតែប្រឡាក់អកុសលព្រោះជីវិតមនុស្សសម័យនេះទោះថែទាំសុខភាពយ៉ាងម៉េចក៏ដោយគឺអត់បាន100ទេណោញោមមើល Queen Elizabeth របស់ប្រទេសអង់គ្លេសគាត់ថែសុខភាពណាស់យាយនោះម្ចាស់ស្ត្រី Elizabeth ហ្នឹងគឺជាស្ត្រីទី1លើពិភពលោកហើយដែលអ្នកដែលគិតគូរអំពីបញ្ហាសុខភាពល្បីទូទាំងពិភពលោកថាគាត់សោយព្រះក្រយាស្អីក៏ដោយគឺគាត់ត្រូវមានការត្រួតពិនិត្យច្បាស់លាស់នឹងអាហារដែលគាត់មុននឹងសោយហ្នឹងគឺត្រួតពិនិត្យដោយចុងភៅដោយពេទ្យ 3-4 ដំណាក់កាលថែសុខភាពយ៉ាងហ្នឹងហើយប៉ិននៅរអត់បាន100ញោមមើលបានតែ96ឥឡូវទៅហ្នឹងហើយហ្នឹងគេថែដល់ម្លឹងផងហើយហ្មងយើងនេះលេងតែប្រហុកហើយអំបិលយាយខ្លាំងហើយដឹងបានប៉ុន្មានយាយគិតមើលហ្នឹងថ្មិចបើកឥឡូវ70បាតហ្នឹងអត់តន់ទាំងបានអ្នកខ្លះអត់ទាំងតន់បានសន្សំសេចក្តីល្អអីផងយាយខ្លះកូនគេមិនតន់បានស្រោចទឹកឲ្យមកផ្តិលផងហើយកូនឯងអាខ្លះទៅមុនម៉ែអស់ហើយកូនជូនម៉ែទៅទេម៉ែជូនកូនវិញឥឡូវនេះណាកូនយើង50ជាងអីស្លាប់អស់ហើយបងតែនិយាយអាយុចាស់80 90នេះនៅដោយសារអីគាត់រស់ជាមួយគុណធម៌កន្លែងហ្នឹងមកសាបញ្ជាក់ដែរមនុស្សយើងកាលណារស់ជាមួយគុណធម៌និងសេចក្តីល្អមនុស្សអាយុវែងហ្នឹងញោមចំណាំមើលយាយនេះអត់ងាយទៅណាទេឈឺតក់ហូបអីអត់ចូលទេក៏អត់ទៅណាដែរហ្នឹងនៅទៅតក់កូនគេយកទៅកាល់ម៉ែ2ថ្ងៃចឹងទៅអស់1លានចឹងទៅរស់ធ្វើមានកម្លាំងមួយអាទិត្យចឹងទៅដាក់សរោ2ផ្លោកទៀតអស់1លានទៀតទៅមានកម្លាំងមួយអាទិត្យទៀតទៅដាក់2ផ្លោកទៀតអស់1លានទៀតមានកម្លាំងមួយអាទិត្យទៀតគ្រាន់តែដាក់សរោមទៅកាល់ម៉ែចុះឡើងមួយអាទិត្យទៅ2ថ្ងៃមួយអាទិត្យទៅ2ថ្ងៃនឹងរស់បាន8ឆ្នាំដល់កូនគេលក់គោលក់ផ្ទះមើលគាត់អស់លីងបានគាត់ទៅហ្នឹងហើយមែនងាយណាបងហើយក្មេងឥឡូវនេះអួតថាកណាអត់ដែលឈឺកណាទៅមហាជាងទៅម្សែជាងមិនតាន់ចូលវត្តទេឯគុណកណាអត់ដែលឈឺសោះអត់ដែលឈឺនឹងបែកតែមួយអាទិត្យ7ថ្ងៃមកហ្នឹងអញ្ចឹងយើងដំណើរជីវិតប្រព្រឹត្តទៅរបស់យើងគ្រប់គ្នានឹងខ្លីណាស់ត្រូវនឹកឃើញសេចក្តីល្អទាំងអស់គ្នាកុំឲ្យមានសេចក្តីប្រមាទនឹងវង្វេងកុំឲ្យព្រះអង្គសម្ដែងថាសវឹងនឹងវ័យសវឹងនឹងទ្រព្យសវឹងតែខ្លួនឯងអត់រោគឯអត់ទៅប្រព្រឹត្តសេចក្តីល្អឲ្យមួយថ្ងៃសបាយទៅជាមួយបាបណានឹងសេចក្តីល្អមិនមែនឥតផលសេចក្តីអាក្រក់ក៏មិនឥតផលដែរហើយក៏មើលងាយសេចក្តីអាក្រក់ថាមានប្រមាណតិចប៉ុន្តែមនុស្សយើងមែននៅពេលដែលធ្វើអាក្រក់ផលអាក្រក់មិនតាន់ឲ្យផលចេះគិតថាអាក្រក់ហ្នឹងវាបានផលល្អទៅវិញហើយអាអ្នកធ្វើល្អសពថ្ងៃនេះដល់ពេលធ្វើល្អច្រើនទៅអត់ឃើញផលល្អទៅជាធ្លាក់ទឹកចិត្តថាល្អហ្នឹងមិនដឹងធ្វើដើម្បីអីហ្នឹងដូចអាត្មាធ្លាប់បញ្ជាក់មានយាយមួយគាត់ធ្វើបន់តាំងពីក្មេងដល់ពេលគាត់ចាស់ចិត្តដៃខ្យល់អាយុ8ជាងគាត់ថាគាត់លែងធ្វើបន់ហ្មងហើយសួរមិនបានអញ្ចឹងកណាដេកនឹកសារដើមលោកគ្រូកណាគិតមើលទៅដូចចង្រៃមកពីបន់ទាំងអស់កាលពីក្មេងកណាចូលវត្តព្រឹកងាយប្តីប្រច័នជាមួយលោកលែងចោលទៅតែយកអាប្តីទី2នេះប្តីទី2ហ្នឹងថាអត់អីទេអូនទៅណាក៏ទៅបងមិនប្រកាន់ទេដល់ពេលកូន2កូន3ឯងទៅណាក៏ជេរទៅណាក៏រឿងទៅធ្វើបន់ក៏រឿងរឿងត្រឹមតែជេរត្រឹមតែថាមិនអីលេខគុណកណាចេះទ្រាំបាន50-60ឆ្នាំមកនេះប៉ុន្តែថ្ងៃមួយកណាទ្រាំលែងបានត្រង់ទៅហើយកឋិននៅប៉ៃលិន3ថ្ងៃត្រឡប់មកវិញអត់មានសួរនាំអីដល់មួយដៃហើមភ្នែកគុណមើលនេះមើលភ្នែកកណាមិនតាន់បាត់ហើមហ្នឹងហើយរត់គាត់ថាគាត់លែងចង់ជឿប៉ុនណាដូចលែងចង់ធ្វើប៉ុនមិនដឹងប៉ុនឲ្យស្អីមកវិញដូចទៅធ្វើនឹកដេកមកវិញដូចនឹកឃើញរឿងតែទៅធ្វើប៉ុនមកវិញណាក្តៅកាហាយហ្នឹងហើយអញ្ចឹងបានព្រះអង្គសម្ដែងត្រូវណាស់ពុទ្ធជនយើងដែលមិនមើលឃើញកម្លាំងប៉ុននិងកម្លាំងបាបដោយបញ្ញាណាយើងមើលឃើញដោយត្រឹមតែចក្ខុហើយនឹងការយល់របស់យើងអាហ្នឹងបកគលហ្នឹងគិតដូចព្រះអង្គសម្ដែងថាធ្វើល្អនៅពេលដែលផលល្អវាអត់តន់ហុចវិបាកឲ្យបកគលហ្នឹងគិតថាផលល្អអត់មានទេហើយមនុស្សអាក្រក់ធ្វើអាក្រក់នៅពេលដែលផលអាក្រក់វាអត់តន់ហុចវិបាកឲ្យក៏គិតថាអាផលអាក្រក់ហ្នឹងក៏វាអត់មានផលដែរហើយមិនមែនមានតែយើងទេណាសម័យព្រះក៏មានដែរហើយមនុស្សយើងគិតចឹងទៅបានចេះនាំគ្នាស្រឡាញ់សេចក្តីអាក្រក់ណាអាខ្លះរិះភ្លឺស្រែគេខែភាសាអត់តន់ឲ្យតែធ្លាក់ភ្លៀងនៅតែរិះភ្លឺស្រែគេចឹង
nè tao thấu cái đạm mà tao bông cho mà đòn tao bàn lên đi bạn đăng tao anh đi lưu sẽ cái thấu cái vay mà tao bông cho chẳng đăng ai ngày khỏi anh lên đi hai anh cỡ là cay nè riêng đâu cal là bọn kẹt cái tiết là dây class á chỉ non đỡ mà là bọn là không con ngày thiền đồ á mà ngay quay thằng cal là bọn kia miền nơi chắc là ma cao toán nè ai pan sớm mai ní đăng quay cal mai tiết đấy dây một cái thơ là bọn mò hả rồi ba vì muốn đạt là thiền đâu ngày đâu mà không con giấy đừng quay thằng cal nè là bọn tẹt mà nó chia tia họ tăng vì đâu cung mà say lỗ đọt lẹ đâu cái sáng ngày giấy đừng cal là hốt đọt quạt slap tấu nè con trao cái oi mê phu mê không mà quạt cho chạp prom đây cái chai oi với những lót tật hồi với những con biết bạn đây đi nè srok mau nọ nè thưa cọ nó cứ sờ bài nên sự cái đây cọ nó pe để phò là cọ nó vào toàn oi việc ba chơi kết thăng anh lụi mòn cái ban mòn cái si anh đại ban tục xây mà vinh phong chơi tại chưa lô con nâng tê sana cha anh dây thôi cho là tha anh lụi mòn ban mòn si nâng anh lụi tia cái ban tia cái si ở đây khơi tục ấy phong nè thưa là om đây khơi miền phò ấy lơ anh phong hay men nè thưa cọ lâu nó nè khác cái khơi tại thưa cọ tôi lụi chọ plon cái mau rom chiêng đôi miền nè na đăng sao nè đỏ tây mình đăng và nè na nè đăng nhiều luôn ai nè đăng đây đau chong quý ai rom tập pe sờ bài mà plét nâng tê thoát pe sờ bài nâng tàu quanh tàu cứ plau chất này ở đây sọc tê phay là hốt pruy là hốt đây khoal chất là hốt ở tia họ lùi mòn dự ơn ban muối dự ơn ở đăng cái bà si châu po ở bà là ngày khỏi cần là đã cắt một dự ơn sầm lọ mốc anh đi ao mốc cho mày xong xài giày nó đăng anh lùi chứ nè khơi việc phay á nè cứ nẹt vào tây ọt đăng của luôn ai nó đăng chân xịt ở đây tục nó tam bất mến chăm rồi chiết cổ với việc ao việc ba tăng tập biển lần nâng ta hơi để dương cua quặp bay nhẹ rồi lật tha bởi dương mình bàn sần xăm xịt đây lọ ấy chán cầm đói và lạ ta đói xịt đây à cọ hái cầm oi mưa và man xịt đây à cọ nó thầm miên và man tách chuồn cao xịt đây à cọ nó chặt la tới ọt chăm mà na cột để chiết bàn oi phò lấy về oi toàn thế này đôi bọn prop ông pi priên và mạnh mà nè nhúng priên và mạnh nó cọt nọ tăng từ không ai mau cọt đào tập bò bay như mà chỉ vật cọt là nhiều nhiệt chỉ vào đây chỉ vào pun sợi tay cao lang đòi cột son là thó hai chiều bạn để say để dương bàn sần xăm ruộng khné bị một màu trao na từ dương miên ở bạn để say bàn một chuột chia mặt đai chiều phục chỉ côn chỉ sva mây chỉ phe để dìaประกอบ ដោយធម្ដាយយើងក៏ជាអ្នកប្រព្រឹត្តព្រហ្មចរិយធម៌ហើយមានកូនទាំងអស់ក៏ជាអ្នកស្រឡាញ់រាប់អានពុទ្ធសាសនាយើងស្រឡាញ់ទៅនៅការបំពេញទៅនៅកុសលធម៌និងសេចក្តីល្អនឹងសិតតែពូជឧបនិស្ស័យញ៉ាំងសន្តាននៃចិត្តយើងឲ្យដោះទៅនៅសេចក្តីល្អក្នុងខ្លួននឹងអ្នកខ្លះដោះតាំងពីកំណើតមកពូជដូចថាសន្សំពីអតីតមកជាអ្នកស្រឡាញ់រាប់អានទៅនៅតម្លៃនៃសេចក្តីល្អកូននឹងគ្រាន់តែកើតមកដឹងក្តីគឺវាស្រឡាញ់ព្រះស្រឡាញ់យាយតាស្រឡាញ់លោកមកញោមចំណាំមើលឃើញក្មេងខ្លះអត់មានលោកណាទៅទេសនាពយល់វាទេអាកូននឹងកើតមកវាចូលចិត្តលោកចូលចិត្តព្រះចូលចិត្តយាយជីតាជីស្លៀកពាក់សនឹងតាំងពីក្មេងមកឲ្យតែឃើញលោកវាទៅក្បែរលោកឃើញព្រះវាអង្កលគូទៅរកព្រះហ្នឹងគេហៅថាជាឧបនិស្ស័យមនុស្សយើងដូចគ្នាដែលបានជួបជាម្ដាយជាឪពុកជាបងជាប្អូនហ្នឹងក៏សិតតែជាឧបនិស្ស័យដែរគ្រាន់តែថានិស្ស័យដែលយើងបានជួបគ្នាហ្នឹងគេចែកជាពីរអ្នកខ្លះឧបនិស្ស័យសន្សំពូជជាកុសលជាមួយគ្នាអ្នកខ្លះសន្សំពូជជាអកុសលជាមួយគ្នាអញ្ចឹងអាអ្នកសន្សំពូជជាកុសលជាមួយគ្នាដល់មកជួបគ្នាផ្ដាល់តែក្តីសុខឲ្យគ្នាទេដល់អាអ្នកដែលសន្សំពូជជាអកុសលជាមួយគ្នាឃើញមុខគ្នាញញថ្មិញដាក់គ្នាមកបាទដូចណោប្តីប្រពន្ធណាសន្សំឧបនិស្ស័យពូជនៃសេចក្តីល្អជាមួយគ្នាពីមុនមកដល់ពេលគេរស់នៅជាប្តីប្រពន្ធជាតិហ្នឹងជួបគ្នាដែរផ្ដល់តែស្នាមញញឹមនិងសេចក្តីស្រឡាញ់ឲ្យគ្នាដែរដល់អាប្តីប្រពន្ធណាដែលសន្សំឧបនិស្ស័យពូជនៃសេចក្តីអាក្រក់ពីមុនមកជាមួយគ្នាដល់អាបានគ្នាជាប្តីប្រពន្ធខណៈបើកភ្នែកមកអត់តាន់បានបាយផងលាបក្រែមឲ្យប្រពន្ធណាមួយដៃមួយជើងនឹងហើមភ្នែកហើមមុខហើមមាត់ក្រហមភ្នែកក្រហមមុខក្រហមមាត់ទាំងព្រឹកប្រពន្ធនេះបើមិនចឹងទេបើកភ្នែកឡើងឲ្យពរប្តីតាំងចុងភូមិដល់ដើមភូមិ
អាហ្នឹងសើពូជឧបនិស្ស័យដែរបើនិស្ស័យផ្សេងគ្នាអ្នកញោមឃើញមនុស្សយើងអ្នកខ្លះកើតមកមានទ្រព្យប៉ុន្តែមិនមានសេចក្តីសុខផ្លូវចិត្តអ្នកណាមានសេចក្តីសុខផ្លូវចិត្តប៉ុន្តែមិនសូវមានទ្រព្យអ្នកខ្លះមានទាំងទ្រព្យមានទាំងសេចក្តីសុខផ្លូវចិត្តអ្នកខ្លះមានទាំងខ្វះទាំងទ្រព្យខ្វះទាំងសេចក្តីសុខផ្លូវចិត្តគឺឧបនិស្ស័យផ្សេងគ្នាដែលយើងសន្សំសរុបអត្តន័យសេចក្តីដោយខ្លីមកបបហេតុអ្វីដែលអាត្មាចង់លើកឡើងមានន័យថាមេដានិងបៃតាថ្ងៃនេះរបស់កូនចៅទាំង3គ្រួសារទាំងប្រសាទាំងបកើតទាំង6នាក់ហ្នឹងសិតតែគាត់សន្សំឧបនិស្ស័យល្អណាស់បានកូនសុទ្ធតែប្រកបដោយធម៌ទោះបីជាអ្នកម្ដាយលោកឪពុកអនិច្ចកម្មឃ្លាតព្រាត់ចាអំពីយើងជាកូនចៅប្រុសស្រីទៅដោយពិតប៉ុន្តែកូនទាំងអស់ជាសប្បុរសអ្នកប្រកបដោយសមាទិដ្ឋិហើយបានញ៉ាំងមេដាបៃតាឲ្យលុះទៅនៅក្នុងសេចក្តីល្អនឹកឃើញគុណរលឹកឃើញគុណនៅតម្លៃនៃសេចក្តីល្អរបស់លោកអ្នកមានគុណហើយបានរួបរวมគ្នាចម្រើនទៅនៅសេចក្តីល្អនឹងជូនលោកព្រោះដំណើរជីវិតប្រព្រឹត្តទៅមុខលោកមួយផ្សេងទៀតនឹងអត់អាចផ្ញើអីក្រៅអំពីសេចក្តីល្អនឹងទេហ្នឹងហើយអញ្ចឹងយាយតាទាំងអស់ត្រូវដឹងដែរណាញោមយើងទាំងអស់គ្នាវ័យនឹងហើយអត់មានអីយកជាទីពឹងបានទេទាំងអស់គ្នាទីពឹងរបស់យើងមានតែ3គត់គឺព្រះរតនត្រ័យទាំង3នឹងឯងជាសរណៈដ៏ប្រសើរស្មើដោយជីវិតគ្រប់គ្នាអត់មានយកអ្នកណាជាទីពឹងបានទេស័កសមពរៈខាងក្រៅអាត្មាតែងបញ្ជាក់ក្រើនរំលឹកដាស់តឿនរឿយថាទ្រព្យសម្បត្តិប្តីស័យប្រពន្ធកូនចៅស័កសមពរៈយកសក្តនៈទួនាទីអ្វីដែលយើងមាននឹងជាសរណៈនៅពេលហ្នឹងប៉ុន្តែទៅមុខទៀតអត់អាចយករបស់អស់ទាំងនឹងជាទីពឹងបានទេអញ្ចឹងកាលណាយើងដឹងថាខ្លួនយើងស្ថិតចូលក្នុងចរិយាវ័យឬបច្ចុប្បន្នវ័យហើយត្រូវសរសៀរតរសេចក្តីល្អទៅសៀរតរប្រតនត្រ័យទាំង3នឹងជាសរណៈទាំងអស់គ្នាជាទីញោមមើលព្រានណាគាត់នឹងមិនមែនព្រានតែសម័យគាត់នឹងទេមិនមែនព្រានក្នុងសម័យកាលគាត់នឹងទេឪពុកគាត់ក៏ព្រានជីតាគាត់ក៏ព្រានគាត់មកក៏ព្រានកូនគាត់មកក៏ព្រានអញ្ចឹងដែរហ្នឹងហើយព្រាននឹងស្អីញោមអ្នកប្រមាញ់អ្នកបបាញ់មិនមែនព្រាននារីណាអ្នកបបាញ់សត្វនិយាយចេះហ្មងស្រួលស្ដាប់ជីតាគាត់ក៏ជាអ្នកបបាញ់បើក្នុងកាពីគេដាក់តែព្រានចឹងអាត្មាថាព្រានទៅបើយាយអត់ដឹងស្មាព្រាននារីអ្នកបបាញ់សត្វនិយាយចេះងាយស្ដាប់ជីតាគាត់ក៏អ្នករស់ស៊ីប្រកបរបរចិញ្ចឹមជីវិតដោយការបរបាញ់ឪពុកគាត់ក៏ជាអ្នកប្រកបរបរចិញ្ចឹមជីវិតដោយការបរបាញ់ខ្លួនគាត់មកក៏ជាអ្នកប្រកបរបរចិញ្ចឹមជីវិតដោយការបរបាញ់កូនគាត់មកក៏បរបាញ់អញ្ចឹងដែរប៉ុន្តែហ្នឹងហើយតដល់ចៅទៀតអាហ្នឹងវាមិនខុសគ្នាពីឪផឹកកូនផឹកម៉ែលេងឡូតូកតុយលេខកូនលេងឡូតូកតុយលេខបងហ្នឹងហើយម៉ែណោចូលចិត្តនិយាយដើមគេកូនចូលចិត្តនិយាយដើមគេដែរនិយាយលេងណាហ្នឹងហើយចឹងវាតមកចឹងឲ្យញោមចំណាំមើលឪពុកគ្រូបង្រៀនកូនគ្រូបង្រៀនឪពុកពេទ្យកូនពេទ្យហ្នឹងហើយប៉ិនវាមិនមែនចឹងទាំងអស់ទេអាស្រ័យលើបដិបត្តិតថភាពជុំវិញខ្លួនរបស់គាត់ដែលគាត់ទទួលយកជួនកាលម៉ែឪខ្លះផឹកព្រឹកផឹកល្ងាចប៉ិនដល់អាកូនហ្នឹងគេយកទៅចិញ្ចឹមទៅបានទៅប្រឡុកគេអ្នករៀនសូត្រទៅវាអត់មានផឹកដោយឪវាណាអាហ្នឹងសំខាន់ការសែបគប់នៅបដិបត្តិជុំវិញខ្លួនចឹងពូជគាត់ហ្នឹងពូជបបាញ់តាំងពីជីតាតាំងពីឪពុកតាំងពីខ្លួនគាត់មករហូតនឹងតដល់កូនគាត់និយាយថាធ្លាយរហូតដល់ចៅទៀតនោះបើចៅវាមិនតាន់កើតបាទលោកមិនតាន់ថាហ្នឹងអញ្ចឹងគាត់ហ្នឹងណាជាតកូលព្រានហ្នឹងតាំងពីជីតារហូតតមកដល់គាត់ហើយអត់ដែលប្រព្រឹត្តសេចក្តីល្អទេគេមិនដែលមើលឃើញសេចក្តីល្អគេមិនដែលជឿទៅលើបុណ្យបាបដូចយើងអ្នកធ្វើបុណ្យនេះទេមកពីគេអត់ជឿបន់ជឿបាបហ្នឹងហើយបានគេកាន់ធ្នូកាន់ស្នាកាន់កបិតកាន់បថៅនិងកាន់ថ្នាំពឹសសម្រាប់ជីវិតអ្នកដតីនឹងដូចជារឿងធម្មតាទៅជារឿងធម្មតាសម្រាប់គេអាលកជ្រូកកមន់កទាចាក់សម្រាប់មនុស្សសត្វដតីនឹងមានអារម្មណ៍ថាធម្មតាឃើញឈាមអីទៅជាធម្មតាប៉ុន្តែសម្រាប់យើងអ្នកកាន់ពុទ្ធសាសនាដែលជឿបន់ជឿបាបឲ្យយើងទៅធ្វើអញ្ចឹងយើងធ្វើអត់កើតទេណាឃើញឈាមភ័យញ័ររន្ធត់បើសម្រាប់គេអ្នកកាប់អ្នកសម្លាប់ទៅជារឿងធម្មតាដោយគោឃាតកៈឲ្យនាយចន់អញ្ចឹងណាគោឃាតកៈមួយថ្ងៃកាប់គោ50ក្បាល20ក្បាលនាយចន់ឲ្យចាក់ជ្រូក100 200ក្បាលក្នុងមួយថ្ងៃតាមតម្រូវការដែលគេកំង
nè à hai sầm lê nâng lư dung sạt nâng tờ hăng tè chung quanh tè nè cho nó ăn miên nè nan đâu cao đi cái rơ tè trên đường ó chứ bởi chặt co chụp mà ngay loan ngột ngạ cái đây mình ban cái đâu mình sóc cái rơ tè trên ó hay người miên là rom thom mà đà nhung khơi nhé tay bờ đôi lô nè anh giấy ao tay chặt co chú cái ao pi liên đồ lá có chặt cao ta nên ngày chẳng bàn miền ta khác nè bùa cho non đám đọc phê châu là post cái oi lược đai vay mai anh cái oi lược đai cặp sầm lạp nè đợt tây nó ăn miền hiên thơ lỗ đó cái vô con tờ cọp châu nè luôn con sọc chất oi cái cọp luôn con châu đó nhôm pro mai vậy miền nè khác cái oi con phưa ở cao xôm bay từ kia cùng riêng lỗ đôi chỉ vật bọc cọt hơi nè nên chân à chân dương nè của pret đây lỗ oi từ phưa đây à cọp phưa ở cao tê hai nè phưa à cọp oi mà phưa lỗ còn phưa ở cao được cái này nên à chẳng đó mình nuôi dưỡng đòi chân tư nọ ngày muối kỳ vạch bài mà vẫn vách chân tập bò bánh tam thòm mặt đà hay mình thưa bon hai nè cả lại nó để mà bị chẹt hàng đời mấy ta bờ ban thưa bon công noam nía nè tao biết biên kê nè thưa lõ hay công tao thưa thì cái đây à cọp và thay bờ ban thưa bon tê và quạt năng mình trăm tay mình thưa bon tê cứ sọp nè thưa bon tiệt khơi lô khơi ấy chê điêu mày sao ta tầng ngâu chứ hàng tầng ngâu cho hay cái chia ngáo thấu vừa luôn ọt sọ nên à đây đó đời ngày này ngày cao quá linh tờ đó ngày nó kêu vạch bài trên tờ bò bánh thòm mà đà đó thưa tầm nào đó bẹ cả đà plau chuột luôn mà bắn bạc đấy đó cả lấy tao khơi lốt vì men sờ bài chết nè đôi dương nè thưa bón oi tờ lấy khơi lốt tôi ọt miền bài đã chuột cả đà plau còn lột chỉ công phải công dân đây mình chứ nè à quạt ní mền chẳng thế à bài của miền ấy của miền pa cả lấy khơi lốt thử small à nhà anh nó anh ta chụp à tầng ngao lo nó xong say bánh sạt bàn đấy anh này này xôi chụp à mà được chừng ray chẳng đang là xôi chứ từ trẻ với nhá nhóm mà nè khơi nhá à mình ban đặt say rồi lô à mình ban phai cung mà mình ban tăng chất ra ấy vẫn tự biết biên lô tiệt nè anh ta chụp à tầng ngao lo nó xong say bò bánh bàn tê thì chụp mà được chừng ray chẳng đó là anh chẳng nhóm tranh tờ bò bánh đào huông tấu lô còn muốn huông tấu ngày nâng mà ngày bánh bánh ở bàn mền mà rất tôi khuyên là ngày là nghe nè công oi tầm miên sạt nam mui oi bánh bà với chừng ray đôi mọt thà chẳng mền đó bánh ọt bàn sẽ bạc coi còn tao chớ môn tờ lọc mà tèo với lô đấy còn môn mau về bánh bạc với tao cắt prey nó chuông nia tiệt đó chuông nia tiết cả đầu cả hai anh bà công thì chua bà ngào là anh có mình chân thế anh mình đây xôi đo nặng tranh tại tranh bị tem mình đây ọt tê đời hoi tôi có ban pi ban bay từ lọp từ anh đây và ngày năng ro ta sát mũi banh mình ban đã ruồi nè à chân bẹp mau về ấy nhưng hai bàn anh banh mình ban thì thải chân mày vậy tạm kế đó nhôm đó à mà nửa cọ về thải chân rồi mẹ tha đời sai chụp địch con ai nâng nè đời sai chụp vậy nhưng hai bàn anh chừng ray banh ấy mình ban sao nè à hai đòi chân tấu tiên đất khơi tham bách nhôm cái đầu cả hai mua máu thòm mà đá priến pe châu tập prey miền say tao tám hả miền say tao tám miền sky mà chứ sky buôn pram rốt tao tam là hốt nè đòn kì khơi lột mà đòn tiếp can tật khăn lốt khơi lột đào cắt mục nó kịp bằng ao sky hay thòm mà đá sạt sầm ép sky sầm ép tẹt sạt nó chết nè sạt về chừng all tàu na về tàu nè chẳng bằng ao sky ở đành lô hay đò lột này muốn tao một phật tới xem cái lấy khơi khói luôn vô mau tam khói khơi sky đây nhảy hồn nè mô nè tiết mình rốt đây ấy sky đây người bằng ao sky đây nhảy mình rốt đòi sky đấy mà cha đánh nhà mà cha bằng ao vậy đòi chắc lột đấy cha rốt rồi rốt ta mà cha này rốt tam khói bằng ao sky cha bằng ao cha đánh nhau lột cái cha rốt đò rốt mơ tao đôi cắt chương men thế đấy khơi đau chơi với lột tao đau chơi nó phật sẵn đó đò lột tao đau chơi phật từ lẹ bát lẹ ấy cho lo hay nhung do ta mà ruột khốn này ăn miên bột thang na tiết anh tao dẫn đấy đấy đó lột lao lơ đau chờ tao nè lược chương và ọt phật nè à lao nà chương lược chương tao mặc ọt phật cái mặc hàng tao ta lẹ mặc hàng phân đò pel nọ mà cha đau rốt mà đo đau chờ nâng đấy cái sao chuyện coi sao ra cái trẻ pro lột hà một lần lừa hay trẻ pro cũng quay đông đau chơi nó pram một môi sky nè nó kêu mong coi sao lô cái bông là toàn hot pay lẹ bong lẹ gì vô nên ở toàn lẹ bị luôn nó là một bột cron một bột ấy trong ó ha hay đòi chân tấu xẹp cái ó bị coi sao tấu cái nọ cái tha là ngay anh cùng anh chua bà anh ta chua anh chắc đó
ngày cái còn ai anh chuột tia đây lô này che thằng họ nâng pay rốt nè hot phong ấy phong đòi trắng cái tia nhà sna cái mình chết rồi cái từ tia nhà sna nông đây cái nè trong sna xuôi nước đấy vậy cái do mà chặt chương lô cái chặt chương lô lên như cái sao rồi này là lô từ lẽ chương mà kháng cái chặt bọc chương lô mà kháng cái sao chắc không chương lô chiêm là hai chắc nó lược cái chặt chương càng xoay lược chương càng xoay hay từ lẽ chương càng sắm cái chặt chương càng sắm lược sắm từ lẽ xoay chặt lược từ lẽ hở cho hở lắm với lẽ ai chả po luôn lô nó mà khóเลยnè chặt nè khóเลยpriên nó đọc lẽ chả po khó bị lơ tới ai cái nó mà lô lẽ phải đau chơi nữa đâu đấy cái phải một mối khăm mà nè anh tích chắc hay chạy nè tê đó pe khăm đai băng chả po khơi nè khơi cá bao khơi lắc chuyện khơi sót tê việc cất nia là mình vậy nè po mà anh dương nom nè đánh nửa sọ tê đây lâu mấy đôi miền sót tê môi người ta cọp nè nó đôi cọp nè chả ảnh đôi chả dương môi người ta lắc chuyện làm chuyện đôi chả ảnh đấy sáng sọ chả dương đấy nha ở Việt Nam thế đấy đọc pe khăm du hay vợ chụp po tranh ô nè chả dương mến sọm chả dương mến đâu về pay khăm mà chả luôn ấy vừa rút to tao bay plau này rút tao về việc phía xa này chắc anh nhôm mà cái lô nhôm ăn đạp bán này mà phải phía xa vừa đạp nè về tha anh ấy đôi một nè chả dương anh ấy đôi sọm chả dương ấy đôi lắc chuyện chả dương chả dương mến này đâu về pay với vừa rút chạy chương này họ tao cho mà hồi luôn nó khăm mà chả ai nhá miền đâu ấy tiếc hay đò lục này khơi cái rút tranh hái coi cho bị lơ đào chờ máu nâng tia nhà song chờ vô để bà lạ ta đòi chiêm nâng vô một rung luôn khla tư hai việc đai hai đòi chân tao tự do slắc chơi slắc ấy giờ một bắt ấy thì muốn hua tao tiệt tao tao đo nông vót ban bị khâu xong là tây xua ta hay ấy ban bị khâu đai song ra chỉ po bị khâu anh từ vừa say khla ban chỉ đai song đai chỉ po miền chiêm bà lạ chọp luôn chọp trường chọp đai nâng miền rương ấy bán bị khâu ong nâng người tiên pra bị khâu đợt tây nòm bịa nâng vô từ tù pre nâng ban pre sầm đai nhom pi cam cầm lăng này cam nè ban bà ông sầm đai thanh nẹt tầng lái cầm oi mưaประมาณ នៃកំឡាំងនៃសេចក្តីអាក្រក់នឹងថាមានប្រមាណតិចហើយកុំគិតថាសេចក្តីអាក្រក់នឹងមិនផ្ដល់វិបាកនៃញោមឃើញទេណោជួនកាលវាអត់ចាំអនាគតជាតិទេដោយថាកម្មនឹងវាចាស់ខ្លាពេកទៅវាឲ្យឥឡូវនឹងមកដូចយើងសន្សំពីអតីតមកយ៉ាងណាត្រូវទទួលវិបាកយ៉ាងនោះបើអញ្ចឹងទេញាតិញោមទាំងអស់គ្នាត្រូវភ្ញាក់រលឹកមានសតិសម្បជញ្ញៈរលឹកដឹងខ្លួនខំប្រឹងចម្រើនទៅនូវគុណធម៌និងសេចក្តីល្អក្នុងចិត្តជាឧបនិស្ស័យសម្រាប់ខ្លួនយើងបើមិនបានធ្វើបុណ្យអ្វីច្រើនកុំប្រឡាក់ទៅដោយអកុសលត្រូវយកសរណៈទាំង3ជាសរណៈដ៏ប្រសើរមានព្រះពុទ្ធពធប្រសង្ឃហើយមានទានមានសិលមានភាវនាសិលសមាធិបញ្ញាជាឧបនិស្ស័យសម្រាប់យើងទាំងអស់គ្នាទៅកាន់លោកកត្រៈមួយទៀតសិលទុកដូចជាទូយានទៀនទុកដូចជាស្បៀងសិលណាញោមសិលទុកដូចជាតួយានទៀនទុកដូចជាស្បៀងភាវនាទុកដូចជាបតិតែញោមស្រាប់តណានឹងចាំសិលទុកដូចជាតួយានសម្រាប់ចម្លងយើងសិលទុកដូចជាតួយានទៀនទុកដូចជាស្បៀងអាហារភាវនាដូចញោមអាចារ្យលើកហាត់ថាតម្រង់ផ្លូវទៅកាន់លោកខាងនាយដោយរីករាយអត់សត្រូវសុខស្រួលតរៀងទៅឈ្មោះគោលដៅទៅនៅពេលណាអញ្ចឹងសិលនឹងដូចជាតួយានសម្រាប់ចម្លងយើងពីលោកនេះទៅកាន់លោកកត្រៈខាងមុខមួយទៀតឲ្យយើងបានវីសាមនុស្សមកមួយជាតិទៀតកុំឲ្យបានវីសាមនុស្សជាតិនឹងហើយស្រាប់បច្ច័យឲ្យវីសានឹងអស់ទៅជាតិមុខវាអត់បានវីសាមនុស្សវាទៅវីសាក៏ទុយពីមុខពីក្រោយតដើមអត់ឈ្នះពួកហ្នឹងមកកន្លែងយើងវិញយើងទៅកន្លែងវាវិញអញ្ចឹងយើងបានមកវីសាមនុស្សល្អហើយត្រូវខំប្រឹងចម្រើនសេចក្តីល្អទាំងអស់គ្នាទាំងញោមទាំងអាត្មានឹងខំប្រឹងច្បាំងឲ្យឈ្នះអកុសលដើម្បីតដើមវីសាមនុស្សមកមួយជាតិទៀតសម្រាប់សន្សំឧបនិស្ស័យឈ្មោះទៅរកពោធិញ្ញាណនៅអនាគតជាតិណាមួយដែលយើងសន្សំបន្តិចម្ដងគ្រប់ជាតិនឹងទាំងអស់គ្នាណាញោមសូមអនុមោទនាចឹងសិលជាគ្រឿងចម្លងយើងពីទីទាបទៅកាន់ទីខ្ពស់និងសិលជាតួយានចម្លងយើងពីបច្ចុប្បន្នភាពនេះទៅអនាគតជាតិដ៏ល្អប្រសើរទាំងអស់គ្នាទៀនទុកដូចជាស្បៀងអាហារទៀននឹងហាក់បីដូចជាយើងបដោះពូជឧទាហរណ៍យើងមានពូជស្រូវដែលយើងប្រើឆ្នាំនឹងមួយឆ្នាំពេញចិត្តអស់ហើយអញ្ចឹងដល់វស្សានរដូវយើងត្រូវទុកពូជខ្លះសម្រាប់បណ្ដោះបន្តហូបនៅឆ្នាំក្រោយហូបបានហើយទុកពូជខ្លះសម្រាប់បន្តដាំទុកហូបឆ្នាំក្រោយមួយទៀតគឺត្រូវរក្សាពូជអញ្ចឹងហ្មងអត់មាននរណាហូបទាំងពូជទេញោមណាយាយធ្វើស្រែធ្វើស្រូវមិនអញ្ចឹងញោមហ្នឹងអត់ដែរណាគេហូបអស់ទាំងពូជទេ
គឺត្រូវរក្សាពូជ2 3ល្អីហ្នឹងសម្រាប់បន្តហូបឆ្នាំក្រោយទៀតត្រូវព្រោះដាំបន្តទៀតហើយដើម្បីអាពូជ2 3ល្អីហ្នឹងបើសិនណាជាទុកចោលអត់ដាំក៏វាអត់ដុះដែរចឹងយ៉ាងណាមិញយើងបានពូជមនុស្សដោយសារប៉ុនចឹងយើងខំប្រឹងរក្សាពូជមនុស្សហ្នឹងរក្សាពូជប៉ុនហ្នឹងឲ្យបានដោយតែយើងប្រើចិត្តអស់ហើយយើងខំបឹងបដោះប៉ុនបន្តដូចញាតិញោមគ្រប់គ្នាណាឥឡូវពងខំហើយមិនចឹងណាញោមណាយើងខំបដោះហើយខំបដោះប៉ុនយើងបន្តទៅមុខទៀតកុំឲ្យវាអស់រក្សាពូជប៉ុនហ្នឹងឲ្យបានរហូតដើម្បីរក្សាពូជមនុស្សហ្នឹងឲ្យវាល្អប្រសើររហូតចឹងដែរហើយតើណាមានបុណ្យកុសលខ្ពង់ខ្ពស់ឧត្តមឧត្តមប្រសើរកើតក្នុងខត្តយៈតកូលព្រាហ្មណៈតកូលអត់កើតមកក្នុងតកូលថោកទាបក្រសត់អត់លំបាកតោកយៈវេទនាទេអត់កើតក្នុងតកូលអសប្បរោះម្ដាយឪពុកមិនមានធម៌ទេគឺកើតក្នុងតកូលសប្បរោះតកូលព្រាហ្មណ៍អ្នកមានគុណធម៌និងសេចក្តីល្អក្នុងខ្លួនបរិបូរដោយយកសម្បត្តិបរិវារសម្បត្តិញាតិសម្បត្តិសុខសម្បត្តិបញ្ញាសម្បត្តិអារោគ្គសម្បត្តិនិងភោគសម្បត្តិគឺបរិបូរអាស្រ័យដោយសារបញ្ញសម្បត្តិគឺដោយសារបុណ្យកុសលនឹងជាអ្នកឧបត្ថម្ភគាំពៀយើងទាំងអស់គ្នាណាញោមអនុមោទនាអនុមោទនាសេចក្តីល្អគ្រប់គ្នាសូមអនុមោទនាហើយយូរឡងណាស់មកហើយមានមេខ្លាមួយណាមានមេខ្លាមួយដែលមានអំណាចខ្លាំងណាស់នៅក្នុងរូងហ្នឹងនៅពេលណាដែលហេវត្រូវចេញមកចាប់សត្វមរឹកចេញមកសត្វគោសត្វក្របីផ្សេងយកជាអាហារហើយមានមេគោនិងកូនគោមួយក្រុមមានគោមួយក្រុមញាតិញោមគោមួយក្រុមមករកស៊ីស្មៅនៅក្បែររូងខ្លាហ្នឹងដល់តែពេលខ្លាវាដេញទៅជគ្រប់ទៅមិនដឹងរត់ទៅណាគេបែកវងអស់សល់ម្នាក់ឯងមិនដឹងរត់ទៅណារត់ចូលក្នុងរូងខ្លាហ្នឹងបដ ாய் ញាតិញោមដល់រត់ចូលក្នុងរូងខ្លាហ្នឹងខ្លាចាប់ប្រើចូលទៅក្នុងរូងហ្នឹងបំហុងនឹងស៊ីគោហ្នឹងមេគោហ្នឹងហើយគោហ្នឹងសំបង្វបពិតលោកអ្នកមានរិទ្ធអំណាចខ្ញុំពិតជាព្រមទទួលឲ្យលោកស៊ីខ្លួនខ្ញុំប៉ុន្តែមុនពេលដែលលោកស៊ីខ្លួនខ្ញុំសុំរយៈកាលតែកន្លះម៉ោងទេដើម្បីរត់ទៅបំបៅកូនខ្ញុំសិនព្រោះកូនខ្ញុំវានៅខ្ចីកូនខ្ញុំវានៅតូចនៅឯក្រៅឯណោះនៅឯផ្ទះកសិករឯណោះចឹងខ្ញុំសុំពេលរយៈកាលតែកន្លះម៉ោងទៅបំបៅកូនខ្ញុំសិនខ្ញុំនឹងត្រឡប់មកឲ្យលោកអ្នកមានរិទ្ធអំណាចទទួលទានវិញខ្លាចាប់ផ្ដើមគិតណាញាតិញោមដបោគិតអត់ទាន់ឲ្យទៅទេគិតថាពេលដែលឲ្យទៅខ្លាចទៅរហូតមកវិញអត់មកវិញអញវាអត់អីស៊ីមួយទៀតគ្រាន់តែលឺសូរសំដីកន្លែងណាដែលខ្លាសុកចិត្តឲ្យទៅនិយាយលឺសូរកន្លែងណាដែលខ្លាសុកចិត្តឲ្យទៅណោញាតិញោមអាណិតត្រង់ថាចេះនឹកឃើញតែរៀបនឹងស្លាប់ក៏នៅតែស្រឡាញ់កូនអញក៏ស្រឡាញ់កូនអញចឹងដែរនឹកឃើញចឹងប៉ុន្តែបើមិនស៊ីបានអីស៊ីញាតិញោមគ្នាវាស៊ីអាសាច់ហ្នឹងក៏ស៊ីសាច់ហ្នឹងចឹងក៏ព្រមឲ្យទៅដោយសារតែអំណាចនៃសេចក្តីស្រឡាញ់កូនឲ្យទៅញាតិញោមមេគោនឹងរត់លេះឡាស់ទឹកផ្នែកផងទឹកសបោផងទៅដល់កូនក៏ទៅដល់កូនឲ្យកូននឹងបៅកូនបៅឆ្អែតរួចចាប់សពគ្រប់មេគោនឹងផ្ដាំណែកូនសម្លាញ់មាសម្ដាយពីពេលនេះតទៅកូនមិនបានឃើញមុខអ្នកម្ដាយតទៅទៀតទេម្ដាយនឹងលាកូនចាប់ពីពេលនេះតទៅហើយចូលកូនថែរក្សាខ្លួនកូនថែទាំខ្លួនកូនស្រឡាញ់ខ្លួនកូនត្រូវធ្វើជាសត្វដ៏ល្អកូនត្រូវធ្វើជាសត្វដ៏ល្អរបស់កសិករនៅពេលធំឡើងក៏កូនមិនត្រូវរឹងតឹងដែរក៏ផ្ដែផ្ដាំគ្រប់សពបែបយ៉ាងទាំងអស់ប៉ិនគូកាលនោះបានគេនិយាយយ៉ាងម៉េចទេណាញោមណាប៉ិនក្នុងសភៅគេដាក់តែអញ្ចឹងអាត្មាអានតាមសភៅគេទេមិនដឹងគូវិញនិយាយយ៉ាងម៉េចទេថាម៉ែទៅពីពេលនេះទៅគឺមិនបានជួបកូនតទៅទៀតទេម៉ែលាកូនរហូតហើយទៅនេះទៅរហូតហើយណាកូនម៉ែមិនបានមកជួបកូនទៀតទេសូមកូនថែរក្សាខ្លួនស្រឡាញ់ខ្លួនអារៀបនឹងទៅណាក៏នៅតែនឹកឃើញកូនចង់ឲ្យកូនរបស់គាត់បានសុខចង់ឲ្យកូនរបស់គាត់បានសេចក្តីចម្រើនលាកូនសួរញាតិញោមកូនសួរម៉ែមិនបាននិយាយប្លែកម្លេះថ្ងៃហ្នឹងម៉ែដូចរៀងប្លែកសពមួយដងម៉ែគិតលាខ្ញុំទៅណាទេកូនមិនបាច់សួរទេណាកូននៅឲ្យជាសុខចោះម៉ែគ្រាន់តែប្រាប់កូនថាម៉ែសុំលាកូនរហូតហើយគ្រាន់តែលឺប៉ុណ្ណឹងកូនគូមិនសុខចិត្តញាតិញោមអត់សុខចិត្តទេត្រូវរត់ទៅតាមម៉ែប្រាប់តែទេកូនកុំតាមម៉ែបើកូនទៅត្រូវស្លាប់ទាំងម្ដាយទាំងកូនហើយចឹងកូនកុំទៅអីទៅតែម្ដាយបានហើយគ្រាន់តែលឺសូរតែស្លាប់ទាំងម្ដាយទាំងកូនណាញាតិញោមកូនគោណាសុខចិត្តទៅស្លាប់ជំនួសម្ដាយឥឡូវយើងប្រៀបមកមនុស្សវិញប្រៀបមកកូនយើងគ្រប់គ្នាវិញញោមយើងប្រៀបរឿងហ្នឹងមកកូនយើងគ្រប់គ្នាវិញប្រហែលសัตว์ណាប្រហែលសัตว์
កូននឹងសុកចិត្តស្លាប់ជំនួសម្ដាយចោលតែព្រាយព្រមសុកចិត្តទៅម្ដាយក៏ទេកូនម៉ែមិនឲ្យកូនទៅទេអត់សុកចិត្តឲ្យកូនស្លាប់ទេម្ដាយឪពុកអញ្ចឹងអត់សុកចិត្តទេញាតិញោមកូនឈឺសឹងតែចង់ឈឺជំនួសកូនផងអត់ឲ្យកូនទៅទេប្រាប់តែទេកូនម៉ែមិនឲ្យកូនទៅទេបើកូនស្រឡាញ់ម៉ែកូនគោរពម៉ែកូនអាណិតម៉ែកូនត្រូវនៅរស់រានមានជីវិតតទៅទៀតប្រាប់សេចក្តីទៅនឹងទៅឲ្យខ្លាស៊ីប្រាប់ទៅលែងលាក់កូនមិនអាចទៅបានទេទៅស្លាប់ទាំងអស់គ្នាកូនគូមិនសុខចិត្តញាតិញោមនៅតែបោយយំតត្រេកតត្រាក់ទាំងម៉ែទាំងកូនខាត់មិនបានទៅទាំងអស់គ្នាដល់ទៅទាំងអស់គ្នាកសិករនេះឆ្ងល់អីចុះមេគោថ្ងៃហ្នឹងមិនមកដល់ក្រោលហើយដើរទៅវិញនាំកូនទៅដែរកសិករក៏ដើរទៅតាមដែរញាតិញោមក៏ដើរទៅតាមដែរដល់តែកសិករដើរទៅតាមទៅដល់បានដឹងរឿងហេតុសពគ្រប់ទៅបានកសិករបានឱកាសនិយាយពន្យល់ក៏បានឱកាសប៉ុន្តែការនោះមិនមែនកសិករអ្នកនិយាយប្រពល់ទេគេនិយាយដល់តួអង្គព្រះសម្មាសម្ពុទ្ធនៃយើងកាលព្រះអង្គនៅជាតួអង្គជាពពោធិសត្វព្រះអង្គមានបញ្ញាវៃញាតិញោមព្រះអង្គដឹងសពសេចក្តីអញ្ចឹងទៅតាមដែរក៏ទៅតាមដែរកុមារហ្នឹងណាញាតិញោមនៅជាមួយកសិករហ្នឹងដែរកើតជាពពោធិសត្វក្នុងការនោះទៅតាមដែរបានឱកាសគ្រាន់ទៅដល់ឃើញហេតុការណ៍ហ្នឹងព្រះអង្គចាប់ផ្ដើមពន្យល់ថាបើសិនជាអ្នកស៊ីគេជាម្ដាយឬស៊ីគេជាកូនបើស៊ីម្ដាយនៅកូនតើកូនគេស្រណោះស្ដាយអ្នកម្ដាយប៉ុណ្ណាហើយបើអ្នកស៊ីកូនតើអ្នកម្ដាយគេត្រូវស្រណោះស្ដាយចំពោះកូនគេប៉ុណ្ណាចុះបើសិនជារឿងនេះធ្លាក់មកដល់ខ្លួនអ្នកវិញអ្នកគិតយ៉ាងម៉េចដែរបើរឿងហ្នឹងវាធ្លាក់មកដល់ខ្លួនអ្នកវិញតើអ្នកគិតយ៉ាងម៉េចដែរខ្លាគ្រាន់តែឮសូរពាក្យហ្នឹងញាតិញោមគ្រាន់តែឮសូរពាក្យហ្នឹងស្លុតចិត្តតែហ្មងអញស៊ីគេបំបែកបំបាក់គេបង្រត់បង្រាស់គេឲ្យគេព្រាត់ប្រាស់គ្នាចុះបើគេស៊ីកូនអញវិញណែឃើញញោមសំបីតែខ្លាក៏វាមានសភាវគតិមួយគិតថាចុះបើកូនអញត្រូវគេស៊ីវិញតើអញនឹងយ៉ាងម៉េចដែរនឹងទួញសោកខ្សឹកខ្សួលអួលអាក់យ៉ាងណាចឹងគ្រាន់តែលើពាក្យសម្ដីនឹងដាក់ចង្កូមចុះលែងទទួលទានសត្វគោទាំងពីរហ្នឹងរួចខ្លួនតទៅញាតិញោមនេះរឿងដែលអាត្មាចង់បញ្ជាក់ថាសេចក្តីល្អអត់សាបសូន្យហើយកូនដឹងគុណមេដាបៃតាក៏មិនសាបសូន្យទំហំនៃសេចក្តីស្រឡាញ់របស់ម្ដាយឪពុកចំពោះកូនវាមានទំហំធំក្រាស់ក្រៃសំបីតែរៀបស្លាប់ក៏នៅតែនឹកឃើញចង់មកបំបៅកូនសិនដែរក៏បំបៅកូនសិនដែរដើម្បីឲ្យកូនបានឆ្អែតដោយអាត្មាធ្លាប់បញ្ជាក់អញ្ចឹងម្ដាយឪពុកទ្រាំស្គមកាយដើម្បីឲ្យកូនបានធំធាត់ម្ដាយឪពុកទ្រាំអត់ដើម្បីឲ្យកូនបានមានម្ដាយឪពុកទ្រាំស្រេកឃ្លានដើម្បីឲ្យកូនបានស្អែតម្ដាយឪពុកទ្រាំនឿយទ្រាំដើម្បីកូនបានសំណុកម្ដាយឪពុកទ្រាំកើតទុកដើម្បីឲ្យកូនសប្បាយម្ដាយឪពុកទ្រាំក្តៅកាយដើម្បីឲ្យកូនបានត្រជាក់គ្រប់សពបែបយ៉ាងទាំងអស់គឺម្ដាយឪពុករ៉ាប់រងដើម្បីកូនចៅប្រុសស្រីពុទ្ធធម៌18ប្រការក៏លើកដល់ទី6ហើយលើកមកកង3333ដល់ទី6យប់មិញនៅកំពង់ស្ពឺនិយាយអំពីកាយរបស់ព្រះអង្គមិនមែនជាកាយទុច្ចរិតមួយវិជ័យមិនមែនទុច្ចរិតមួយមโนមិនមែនទុច្ចរិតមួយព្រឹកមិញនៅព្រែកលួងនិយាយអស់3ដែរគឺព្រះញាណរបស់ព្រះអង្គមិនមានការរារាំងក្នុងអតីតមួយព្រះញាណរបស់ព្រះអង្គមិនមានការរារាំងក្នុងអនាគតមួយហើយព្រះញាណរបស់ព្រះអង្គមិនមានការរារាំងក្នុងបច្ចុប្បន្នមួយដល់រោងយើងឯនេះដល់3ទៀតគឺមានន័យសេចក្តីថាកាយរបស់ព្រះអង្គបណ្ដោយតាមព្រះញាណមួយវជ័យរបស់ព្រះអង្គបណ្ដោយតាមព្រះញាណមួយមโนរបស់ព្រះអង្គបណ្ដោយតាមព្រះញាណមួយដល់ទី9អស់3ទៀតអស់9ហ្នឹងឯនេះហើយ18 9 2 18អស់9ថ្ងៃនេះនៅ9ទៀតស្អែកទៅកំពង់ឆ្នាំងអស់3ទៀតនៅសល់តែ6ឯងឥឡូវបញ្ជាក់ញាតិញោមណាបញ្ជាក់ប៉ុណ្ណឹងយល់ទេមិនញាតិញោមយល់ស្អីមិនទាន់អธิบายផងយល់ដែរបញ្ជាក់ញាតិញោមតាពុទ្ធធម៌18ប្រការនេះជាធម៌របស់ព្រះសម្មាសម្ពុទ្ធដែលព្រះអង្គប្រកាន់ភ្ជាប់ព្រះអង្គប្រកាន់ភ្ជាប់ធម៌18ប្រការហ្នឹងញាតិញោមប្រកាន់ភ្ជាប់មិនមានពេលណាធ្វេសប្រហែសធម៌ហ្នឹងទេពីព្រោះអីពីព្រោះធម៌នេះដែលព្រះអង្គប្រកាន់ភ្ជាប់នឹងជាឧបនិស្ស័យនាំឲ្យព្រះអង្គត្រាស់ដឹងនៅអនុត្តរសម្មាសម្ពោធិញ្ញាណញាតិញោមដូចគ្នាយ៉ាងដែរចង់ត្រាស់ដឹងតលតែញោមប្រកាន់ភ្ជាប់នៅពុទ្ធធម៌18ប្រការនឹងដែរមហាបរិច្ចាគ5ចរិយា3បារមី30និងអដ្ឋង្គិកមៈទាំង8ជាផ្លូវដើរប៉ុន្តែយើងត្រូវប្រកាន់ភ្ជាប់ពុទ្ធធម៌18នឹងដែរតើមានន័យយ៉ាងម៉េចពុទ្ធធម៌18នឹងពុទ្ធធម៌មានន័យតធម៌របស់ព្រះសម្មាសម្ពុទ្ធធម៌របស់ព្រះសម្មាសម្ពុទ្ធដែលព្រះអង្គប្រកាន់ភ្ជាប់មាន18យ៉ាងចាំណាញាតិញោមមាន18ឥឡូវញាតិញោមដល់ត្រង់ទី7នោះទី7ព្រះអង្គបញ្ជាក់ហើយធម៌នេះព្រះអង្គសម្ដែងទុកនៅក្នុងព្រះសតន្តបិដកទីខនិកាយបាតិកវគ្គភាគទី19ព្រះអង្គសម្ដែងទុកក្នុងព្រះសតន្តបិដកភាគទី19ឥឡូវព្រះអង្គសម្ដែងទី7ព្រះអង្គបញ្ជាក់ថាមនាលអ្នកទាំងឡាយ
ពុទ្ធញាណរបស់តថាគតទី8មានន័យថាកាយរបស់ព្រះអង្គបណ្ដោយតាមព្រះញាណមួយកាយបណ្ដោយតាមព្រះញាណមានន័យថាមុននឹងព្រះអង្គប្រព្រឹត្តធ្វើអ្វីមួយព្រះអង្គនិមន្តទៅណាព្រះអង្គធ្វើអីគឺកាយរបស់ព្រះអង្គត្រូវបានដឹកនាំដោយញាណគឺសេចក្តីដឹងរបស់ព្រះអង្គដោយសមាទិដ្ឋិយល់ឃើញត្រូវកាយនឹងអត់មានទៅលួចឆក់ប្លន់គេបានទេគ្រាន់តែលើកកាយនឹងហ្មងទៅលួចគេដឹងបាត់តែកាយប្រព្រឹត្តខុសហើយអញ្ចឹងកាយអត់អាចប្រព្រឹត្តបានទេដោយសារតែញាណគឺសេចក្តីដឹងរបស់ព្រះអង្គជាអ្នកដាស់តឿនជាអ្នកទាញជាអ្នកអូសជាអ្នកវឹកហាត់ជាអ្នកពុតកាយនឹងឲ្យបានល្អជាអ្នកពុតកាយនឹងឲ្យបានល្អអញ្ចឹងកាយរបស់ព្រះអង្គបណ្ដោយតាមព្រះញាណញាណណាក់ហ្នឹងគឺសេចក្តីដឹងហ្នឹងញាតិញោមដឹងស្គាល់យល់ហេតុផលហេតុដែលនាំចម្រើនហេតុដែលនាំឲ្យវិនាសនិយាយទៅញាណណាក់គឺសេចក្តីដឹងនេះបើនិយាយក្នុងបរមត្តធម៌មានន័យថាលោកដឹងក្នុងអនាគតផងដឹងក្នុងអតីតផងដឹងក្នុងបច្ចុប្បន្ននេះផងអតីតក៏ដឹងបច្ចុប្បន្នក៏ដឹងអនាគតក៏ដឹងមានន័យយ៉ាងម៉េចមានន័យថាព្រះអង្គដឹងថាពីមុនមកអតីតមុនមកកើតនៅព្រែកតមៈមុនមកកើតនៅព្រែកតមៈនោះតើពីមុនព្រះអង្គមកពីណាហើយចេញពីព្រែកតមៈទៅទៀតព្រះអង្គដឹងថាព្រះអង្គត្រូវទៅណាដែរញាណរបស់ព្រះអង្គដឹងអញ្ចឹងញាតិញោមដឹងអតីតដឹងបច្ចុប្បន្នដឹងអនាគតហើយចោះញាតិញោមដឹងទេដឹងតែឥឡូវយើងនៅព្រែកតមៈហើយពីមុនមកព្រែកតមៈមកពីណាយាយដឹងទេអត់ដឹងទេប៉ិនម៉ែណាសបែបមកពីខាងអឺរ៉ុបមកពីនោះឧទាហរណ៍ទេណាញាតិញោមឧទាហរណ៍ទេហើយដល់យើងចេញពីព្រែកតមៈទៅមានដឹងថាទៅណាទៀតទេអត់ទៀតឃើញញោមអញ្ចឹងមានន័យថាក្រៅអំពីព្រះសម្មាសម្ពុទ្ធក្រៅអំពីអគ្គសាវកពុទ្ធក្រៅអំពីព្រះអរហន្តប្រខៃណាស្របព្រះអគ្គសាវកទាំងឡាយដែលលោកអស់នៅរាគាតិកិលេសទាំងពួងពីក្នុងខណ្ឌសន្តានហើយគឺព្រះអង្គមាននៅពុទ្ធញាណនេះមាននៅសេចក្តីដឹងអតីតបច្ចុប្បន្នអនាគតដឹងនៅជាតិរបស់ព្រះអង្គតែក្រៅអំពីព្រះសម្មាសម្ពុទ្ធក្រៅអំពីព្រះអរហន្តអត់មានបុគ្គលណាមួយមានញាណប្រកាសឡើងក្នុងលោកទេអត់មានទេណាញាតិញោមមានតែព្រះសម្មាសម្ពុទ្ធនិងព្រះអរហន្តទេហើយញាតិញោមកុំមកសួរអាត្មាអត់ដឹងទេណាយាយអត់ដឹងទេបទជនដូចញោមអញ្ចឹងដែរព្រោះបទជនដូចគ្នាអញ្ចឹងអត់អាចដឹងទេតែព្រះអរហន្តលោកដឹងព្រះសម្មាសម្ពុទ្ធព្រះអង្គដឹងអញ្ចឹងញាតិញោមសំបីឧទាហរណ៍តែយាយគ្រាន់តែដើរមកសំដៅមករកក្រែហ្នឹងព្រះអង្គដឹងបាត់ដើរមកទៅអីមកហ្នឹងមកទៅអីមកនិយាយហ្នឹងចិត្តគាត់មកចង់ស្ដាប់ធម៌តែទីហោណាញាតិញោមទីហោទេអញ្ចឹងព្រះអង្គដឹងគ្រប់សពបែបយ៉ាងអញ្ចឹងញាណរបស់ព្រះអង្គដឹងអញ្ចឹងប៉ុន្តែក្នុងន័យនេះត្រង់ដែលថាកាយបណ្ដោយតាមព្រះញាណមានន័យថាកាយរបស់ព្រះអង្គមុននឹងទៅធ្វើអ្វីគឺក្រោមការដឹកនាំរបស់ញាណរបស់ព្រះអង្គសេចក្តីដឹងរបស់ព្រះអង្គណែពុទ្ធធម៌18ប្រការនេះញាតិញោមគឺមេណាញាតិញោមមេដែលតាមជ្រាបជ្រែកព្រះអង្គមេដែលតាមជ្រាបជ្រែកព្រះអង្គញាតិញោមមកអស់មុនព្រះអង្គត្រាស់ដឹង6ឆ្នាំមេតាមព្រះអង្គរហូត6ឆ្នាំមុនព្រះអង្គត្រាស់ដឹងតាមព្រះអង្គរហូតក៏មេតាមឃ្លាំមើលតើព្រះអង្គមានរំលងពុទ្ធធម៌18ប្រការនឹងដែរអត់មុនត្រាស់ដឹង6ភាសាញាតិញោម6ឆ្នាំគត់ព្រះអង្គអត់ដែលរំលងពុទ្ធធម៌18ប្រការនឹងទេអត់ដែលចោលពុទ្ធធម៌18ប្រការនឹងទេអត់ដែលធ្វេសប្រហែសនៅពុទ្ធធម៌18ប្រការនឹងទេម្ដងណាសោះដល់ពេលត្រាស់ដឹងបានមួយឆ្នាំទៀតក៏មាននៅតែតាមជាប់ព្រះអង្គទៀតក៏មិនដែលឃើញព្រះអង្គរំលងនៅពុទ្ធធម៌18ប្រការនេះដែរបានមានចោះចាញ់ព្រះអង្គថាខ្ញុំព្រះអង្គសូមចោះចាញ់ហើយព្រះអង្គតាំងពីខ្ញុំព្រះអង្គតាមព្រះអង្គអស់6ឆ្នាំមុនព្រះអង្គត្រាស់ដឹងរហូតដល់ពេលព្រះអង្គត្រាស់ដឹងហើយក៏មិនដែលឃើញព្រះអង្គរំលងនៅពុទ្ធធម៌18ប្រការនេះដែរកាយក៏មិនដែលឃើញព្រះអង្គទៅលួចឆក់ប្លន់កាប់កេងប្រវាញ់ឈ្នានេះធ្វើឲ្យអ្នកដទៃមានទុក្ខពាក្យសម្ដីរបស់ព្រះអង្គក៏មិនដែលចាក់ដោតរស់រាយអត្ថប្រយោជន៍ក៏មិនដែលពោលពាក្យភូតផលបោកប្រាស់ញុះញង់អ្នកដទៃឲ្យមានសេចក្តីទុក្ខចិត្តរបស់ព្រះអង្គក៏មិនដែលបណែនប្រកាន់ឈ្នានេះក៏មិនដែលគុំគួនចងអាឃាតចងចិត្តគំនិតលើអ្នកដទៃឲ្យអ្នកដទៃដល់នៅសេចក្តីទុក្ខដែរអញ្ចឹងអស់រយៈកាល7ឆ្នាំគត់មិនដែលឃើញព្រះអង្គរំលងពុទ្ធធម៌18ប្រការហ្នឹងទេចិត្តយើងប្រៀបហាក់បីដូចជាទឹកនៅលើស្លឹកឈូកអញ្ចឹងកលាច់ចុះកលាច់ឡើងអត់បាននឹងទេតែព្រះសម្មាសម្ពុទ្ធព្រះអង្គ7ឆ្នាំគត់ញាតិញោមអត់ដែលរំលងពុទ្ធធម៌18ប្រការហ្នឹងទេអត់ដែលរំលងទេព្រោះអត់ដែលរំលងទេនេះទី1កាយរបស់ព្រះអង្គបណ្ដោយតាមព្រះញាណព្រោះបណ្ដោយតាមព្រះញាណរឿងកាយបណ្ដោយតាមព្រះញាណនេះឲ្យព្រះអង្គអត់ដែលចេះខឹងក្រោធតបតជាមួយអ្នកណាទេញាតិញោមព្រះអង្គកាយព្រះអង្គអត់ដែលទៅប្រព្រឹត្តខុសព្រៃផ្សៃប្រពន្ធកូនអ្នកដតីអត់ដែលចាប់អត់ដែលលួចអត់ដែលឆក់អត់ដែលប្លន់ដោយប្រការ
ផ្សេងនិយាយដោយខ្លីទៅមិនមានកាយទុច្ចរិតដោយសារមានញាណគឺសេចក្តីដឹងហ្នឹងជាអ្នកដឹកនាំជាអ្នកអូសទាញជាអ្នកបង្វែរជាអ្នកប្រាប់ជាអ្នកប្រងតម្រង់ព្រៀបហាក់បីដូចមានសតិជាអ្នករលឹកអញ្ចឹងព្រះអង្គដឹងគ្រប់សពដល់ពេលទី3ទី2វិជ័យរបស់ព្រះអង្គបណ្ដោយតាមព្រះញាណក៏មិនមានវិជ័យទុច្ចរិតដែរគឺវិជ័យពោលនឹងមុននឹងពោលព្រះអង្គដឹងតែត្រូវពោលអីពេលដែលកំពុងពោលក៏ព្រះអង្គដឹងថាព្រះអង្គកំពុងតែពោលអីក្រោយការពោលក៏ព្រះអង្គដឹងថាកោពោលហើយនឹងពីមុនមកអញពោលអីដែរឧទាហរណ៍ថាបំរុងនឹងនិយាយបំរុងនឹងសម្ដែងធម៌អីមុននឹងរៀបសម្ដែងព្រះអង្គដឹងថាត្រូវសម្ដែងធម៌អីដល់ពេលដែលកំពុងតែសម្ដែងក៏ព្រះអង្គដឹងថាកំពុងពេលនឹងសម្ដែងនេះព្រះអង្គកំពុងតែនិយាយអីបើដូចញាតិញោមពុទ្ធបរិស័ទជួនកាលយើងនិយាយអត់ដឹងខ្លួនតែយើងកំពុងតែនិយាយអីទេមិនមែននិយាយអត់ដឹងទេញាតិញោមជួនកាលនិយាយដើមគេនៅមុខគេហ្នឹងអាអ្នកម្ចាស់ដែលត្រូវនិយាយដើមហ្នឹងនៅក្បែរហ្នឹងក៏មិនដឹងដែរអត់ដឹងទេយើងអត់អាចដឹងទេតែព្រះសម្មាសម្ពុទ្ធមុននិយាយក៏ដឹងកំពុងតែនិយាយក៏ដឹងក្រោយពេលនិយាយក៏ដឹងតើនេះនិយាយងាដោយខ្លីប៉ុណ្ណឹងចុះដល់ពេលទី3មโนគឺចិត្តរបស់ព្រះអង្គគឺមិនដែលមានការចងគំនុំគុំគួតអាឃាតអ្នកដតីទេអត់ដែលគិតអាក្រក់ទេមុនគិតក៏ដឹងកំពុងគិតក៏ដឹងក្រោយគិតក៏ដឹងដូចគ្នាយ៉ាងដែរហើយវិជ័យរបស់ព្រះអង្គមិនដែលចាក់ដោតឲ្យនរណាមានទុកទេញាតិញោមមានតែអ្នកដតីផ្សេងទេដែលចង់ឲ្យព្រះអង្គបែកបាក់ចង់ឲ្យព្រះអង្គដាច់ចង់ឲ្យព្រះអង្គទ្រុះនៅសិលរបស់ព្រះអង្គដូចនាងចេញចាមានអវិការអីញាតិញោមធ្លាប់អានដឹងណាចេញចាមានអវិការធ្វើអីដាក់ព្រះអង្គនិយាយធ្វើអីពុទ្ធធំណាញាតិញោមគិតមើលបំពេស្អាតប៉ុណ្ណាញាតិញោមម៉ៃបំពេណាបំពេស្អាតប៉ុណ្ណាញាតិញោមម៉ែណាសម័យហាក់នឹកដល់បំពេអ្នកណាស្អាតដល់បំពេញាតិញោមសាច់ក៏សរៀងក៏សំតកៀកក៏ហំមុខក៏ស្អាតណាញាតិញោមខ្ញុំមកនិយាយតែពីស្អាតនោះស្អាតអស់ទាស់ត្មងញាតិញោមបំពេណាយាយញោមបំពេណាញាតិញោមហើយញាតិញោមណាធ្លាប់ឃើញបំពេខ្លះយាយអត់ទេអាត្មាអត់ឃើញដែរញាតិញោមthân xa đắc bầm pìa nhiệt nhộng mở nên na xa đọt bầm pìa hay bọn lẹ bọn bầm pìa cháu nhiệt nhộng hay rương ấy đã tao thấu chỉ mùi niềng chành trà vậy mà mơ dừng cật tịch mơ nhiệt nhộng cật tịch mơ niềng chành trà nó nhiệt nhộng cái pra ở bộ sát na prim cái pra niềng chành trà ao tập tranh pre sama sam put đòi do chờ đã nâu nằng po thà miền tây chỉ mùi pre sama sam put bọn pol ta bầm man mát thế thà hai dạng ná pol dạng nục bọn trọc chành trà nó nhiệt nhộng hai dạng ná pol dạng nục à vây đại nẹt thưa nẹt đằng khmien bọc cô na đăng cào ở pi khuôn nẹt nâng tà tha cột tể cái nhócព្រះសម្មាសម្ពុទ្ធព្រះអង្គពោលអញ្ចឹងមានតែនាងនឹងតថាគតទេដែលដឹងអ្នកដតីមិនអាចដឹងបានទេអ្នកធ្វើអ្នកត្រូវតែដឹងតងចង់មានន័យថាតថាគតមិនបានធ្វើតថាគតដឹងខ្លួនតថាគតមិនមែននិយាយរីឯនាងជាអ្នកធ្វើយ៉ាងម៉េចនាងដឹងខ្លួននាងព្រះអង្គពោលតែប៉ុណ្ណឹងញាតិញោមទេប្រានិមិត្តមកធ្វើឲ្យឈើនៅក្នុងក្បាលពោះនាងហ្នឹងធ្លាក់មកដីអស់លីធូក្បាលពោះទៅបានអ្នកស្រុកអ្នកភូមិពុទ្ធបរិស័ទអ្នកស្ដាប់ធម៌នឹងចោមរោមវាយនាងនឹងដេញនាងនឹងចេញពីគេទៅណាញាតិញោមណែពាក្យសម្ដីរបស់ព្រះអង្គពោលពេលដែលព្រះអង្គមុនពោលព្រះអង្គដឹងតែពោលអីពេលកំពុងតែពោលក៏ព្រះអង្គដឹងថាព្រះអង្គកំពុងពោលអីក្រោយពោលក៏ព្រះអង្គដឹងថាព្រះអង្គត្រូវពោលអីដែរពីមុនពោលអីមកដែររីឯចិត្តរបស់ព្រះអង្គក៏បណ្ដោយតាមព្រះញាណមានន័យសេចក្តីថាអត់មានការខឹងក្រោធអត់មានការចងគំនុំគុំគួនទេដូចទេវទត្តអញ្ចឹងញាតិញោមទេវទត្តបងធំព្រះហើយសម័យនោះញាតិញោមម៉ៃមហាសែនបងធំហើយបងធំបងតូចឥឡូវនេះមិនស្មើទេវទត្តទេណាតែអត់ស្មើទេវទត្តទេញាតិញោមទេវទត្តតាមទៅបាព្រះហើយមីរបស់ព្រះណាញាតិញោមប៉ិនចំណែនព្រះរហូតចំណែនព្រះញាតិញោមតាមធ្វើបាបព្រះមានពេលមួយនោះហើយបើសិនជាក្រៅពីព្រះសម្មាសម្ពុទ្ធមិនដឹងជាត្រូវបន្ទុះសរាយជាមួយទេវទត្តយ៉ាងម៉េចទេតែចិត្តជាព្រះញាតិញោមអស់ហើយរាគាតិកិលេសទាំងពួងអត់មានទេនិវរណៈធម៌5លែងមានទៀតហើយលោកធម៌8លែងតោងជាប់ទៀតហើយអត្តាគឺសេចក្តីប្រកាន់ខ្លួនក៏មិនមានសម្រាប់ព្រះសម្មាសម្ពុទ្ធទៀតដែរដូច្នេះរឿងអីដែលត្រូវព្រះសម្មាសម្ពុទ្ធខឹងព្រះអង្គអត់ត្រូវខឹងទេអត់ខឹងទេញាតិញោមមានពេលមួយនោះញាតិញោមទេវទត្តធ្វើគ្រប់សពញាតិញោមមើលសិក្សាពីប្រវត្តិទៅញាតិញោមដឹងណាចំមានពេលមួយនោះព្រះអង្គនិមន្តមកតាមផ្លូវចន្លោះភ្នំ2ហ្នឹងទេវទត្តនៅលើកពូលភ្នំចាំរុញថ្មល្មៀលមកដើម្បីកាន់ព្រះសម្មាសម្ពុទ្ធឲ្យសគត់តែម្ដងប៉ិនព្រះសម្មាសម្ពុទ្ធព្រះអង្គមុនមកដល់ចន្លោះផ្លូវហ្នឹងព្រះអង្គដឹងណាដឹងតើទេវទត្តឃើញញាតិញោមហើយបើក្រៅពីព្រះដឹងទេញាតិញោមអាចទេ
បើគេពួនចិត្តហើយមិនដឹងមកនិយាយតែព្រះដឹងណាញាតិញោមដឹងតែទេវទត្តបំរុងនឹងល្មៀលថ្មកិនតថាគតហើយព្រះអង្គដឹងញាតិញោមពួនយ៉ាងម៉េចក៏ព្រះអង្គដឹងដែរអត់មានពីណាទៅប្រាប់ព្រះអង្គទេអាហ្នឹងហើយដែលគេឲ្យឈ្មោះថាញាណគឺសេចក្តីដឹងសពដឹងនៅជុំវិញខ្លួនដឹងលោកនេះផងដឹងលោកកមុខផងដឹងបច្ចុប្បន្នផងអតីតផងអនាគតផងចាក់ធ្លុះមើលដូចយើងមើលកញ្ចក់ចឹងញាតិញោមមើលពីធ្លាពីខាងទៅភូមិមកខាងមើលពីធ្លាកន្លែងមួយទៅកន្លែងមួយទៀតមើលកញ្ចក់អាចមើលឃើញមុខយើងមើលឃើញរងភ្នែកយើងពឹកភ្នែកយើងព្រះអង្គញាណរបស់ព្រះអង្គភ្លឺជាងកញ្ចក់ញាតិញោមទៅទៀតអាចមើលច្បាស់ចេះញាតិញោមមើលអ្វីក៏ឃើញដែរចឹងដឹងតែទេវទត្តបំរុងល្មៀលថ្មព្រះអង្គសំដែងបដិហាឲ្យថ្មដែលបំរុងល្មៀលមកហ្នឹងបំរុងបើសិនជាក្រៅពីព្រះសម្មាសម្ពុទ្ធត្រូវកិនណាតែព្រះសម្មាសម្ពុទ្ធសំដែងបដិហាឲ្យថ្មហ្នឹងល្មៀលជៀសផុតទៅតែព្រះអង្គមិនឲ្យទេវទត្តអន់សពុនចិត្តទេឲ្យត្រូវមរៀមប្របាទរបស់ព្រះអង្គបែកបន្តិចដែរញាតិញោមចេញព្រះលត់បន្តិចដែរឲ្យឈាមបន្តិចទៅដើម្បីឲ្យអ្នកធ្វើឯនោះគេអស់ចិត្តតើអញបានធ្វើបែកឈាមលោកប៉ុណ្ណេះដែរគេរៀងអស់ចិត្តបន្តិចណាយាយធម្មតាទេញាតិញោមមកឧទាហរណ៍តែបកុលកនិងបកុលខបកុលកនិងបកុលខបកុលកខឹងបកុលខខ្លាំងណាបើខឹងខ្លាំងណាបើសិនជាមិនបានធ្វើអីឲ្យបកុលខនឹងទឹកភ្នែកឬក៏មិនបានធ្វើអីឲ្យបកុលខនឹងបានសេចក្តីទុកបន្តិចដូចនៅមិនសុខមែនយាយនៅអត់សុខចឹងព្រះអង្គដឹងចិត្តអញ្ចឹងដឹងចិត្តពុទ្ធជនអញ្ចឹងព្រះអង្គដឹងចិត្តចឹងព្រះអង្គធ្វើឲ្យត្រូវប្រហោះរបស់ព្រះអង្គទៅចោះត្រូវប្របាទរបស់ព្រះអង្គទៅចោះតាមពិតព្រះអង្គមិនចង់ឲ្យត្រូវក៏បានញាតិញោមអត់ចង់ឲ្យត្រូវក៏បានប៉ុន្តែព្រះអង្គឲ្យត្រូវបន្តិចចោះដើម្បីឲ្យទេវទត្តអស់ចិត្តចឹងឲ្យដុំថ្មមួយបែកជាបំណែកតូចមកត្រូវប្របាទរបស់ព្រះអង្គឈាមចេញព្រះលិតបន្តិចទៅទេវទត្តអស់ចិត្តសប្បាយចិត្តអញថ្ងៃនេះបានធ្វើឲ្យព្រះអង្គបែកប្រហោះបន្តិចដែរទោះបីព្រះអង្គមិនសគត់ក៏សប្បាយចិត្តដែរព្រះសម្មាសម្ពុទ្ធព្រះអង្គនិមន្តយាជាងហួសចេញទៅក្រោយមកទៀតបានប្រើស្ដេចឲ្យស្ដេចនឹងប្រើដំរីដែលកំពុងតែចោះប្រេងញាតិញោមដំរីដែលប្រៀបហាក់បីដូចជាគោដែលយើងមិនទាន់បានឃ្លប់អញ្ចឹងណាញាតិញោមខ្លាំងណាដំរីចោះប្រេងញាតិញោមឲ្យមកព្រិចព្រះសម្មាសម្ពុទ្ធឲ្យមកដេញព្រះសម្មាសម្ពុទ្ធក៏នៅតែខ្ចាញ់ព្រះអង្គមិនបានធ្វើយ៉ាងម៉េចក៏មិនបានចុងក្រោយព្រះអង្គដឹងទៀតព្រះអង្គដឹងនិយាយកាត់សេចក្តីមកចុងក្រោយព្រះអង្គដឹងថា7ថ្ងៃទៀតទេវទត្តត្រូវធរណីស្រោបានហ្នឹងហើយស្រេចសុពពុទ្ធទៅនៅជាន់ទី7ញាតិញោមហើយប្រាប់អាមាត្យនាមឺនកហបរិន្ទ្ររាជការប្រាប់តណែវើយបើសិនយើងភ្លេចស្មារតីចុះមកក្រោមដោយប្រការៈណាមួយចាំចាប់យើងបោះទៅលើវិញផងបើយើងចុះមកឲ្យជាន់ទី2ចាប់យើងបោះទៅជាន់ទី1វិញចាប់យើងបោះទៅជាន់ទី1បើយើងចុះមកជាន់ទី3ចាប់បោះទៅជាន់ទី2វិញប៉ុន្តែកម្មវាមិនហងមកដល់ណាញាតិញោមកម្មវាមិនហងមកដល់អ្នកបំរើនៅឯក្រោមនោះហេតុចលាចលដល់ថ្ងៃទី7ញាតិញោមដល់ថ្ងៃទី7ហ្នឹងសេះហ្នឹងមិនដឹងជាយ៉ាងម៉េចនៅមិនសុខញាតិញោមកើតរឿងកើតរាវស្រែកយ៉ាងម៉េចនៅមិនសុខដូចជាមិននៅមិនសុខឲ្យនៅមិនសុខបានអ្នកបំរើទៅប្រាប់ទៅដូចជាស្រឡាញ់សេះហ្នឹងញាតិញោមចឹងទ្រាំបានចុះមកភ្លេចស្មារតីចុះមកឲ្យជាន់ទី2អ្នកយាមនៅជាន់ទី2នេះឃើញហើយឃើញតែចុះមកហើយដោយកម្មមកដល់ញាតិញោមបាត់បាំងមិនឲ្យអ្នកបំរើនឹងចាប់ទៅជើវិញបែរជាអ្នកបំរើជាន់ទី2ចាប់បោះមកជាន់ទី3វិញញាតិញោមចាប់បោះមកជាន់ទី3ជាន់ទី3ចាប់បោះមកជាន់ទី4ជាន់ទី4ចាប់បោះមកជាន់ទី5មិនបោះទៅលើទេណាប្រាប់ឲ្យបោះទៅលើញាតិញោមប៉ុន្តែកម្មនឹងវាហ្មងដល់ហើយញាតិញោមបោះមកក្រោមរហូតដល់ជាន់ទី7បធរនៃស្រោបបដោយឃើញទេចឹងព្រះអង្គដឹងក្រៅពីព្រះអង្គអត់មានអ្នកណាដឹងទេញាតិញោមព្រះអង្គដឹងគ្រប់សពញាណរបស់ព្រះសម្មាសម្ពុទ្ធព្រះអង្គដឹងចឹងព្រះអង្គអត់មានអ្នកណាដឹងទេញាតិញោមព្រះអង្គដឹងគ្រប់សពញាណរបស់ព្រះសម្មាសម្ពុទ្ធព្រះអង្គដឹងចឹងញាតិញោមពុទ្ធបរិស័ទទាំងអស់យើងគប្បីគិតថាបើសិនជាយើងចង់បានពុទ្ធញាណដ៏ប្រសើរដោយព្រះសម្មាសម្ពុទ្ធគប្បីសន្សំនៅបារមីទាំងឡាយ30មហាបរិច្ចាគ5ចរិយា3អីមានញាតតចរិយាពុទ្ធតចរិយាអីមហាបរិច្ចាគ5មានអង្គបរិច្ចាគពុទ្ធបរិច្ចាគអីចឹងជាដើមហើយផ្លូវដែលយើងត្រូវដើរនោះផ្លូវដ៏សំខាន់ដែលយើងត្រូវដើរនោះគឺមានតែអថង្គិកមៈទាំង8ដូចកាលដែលអាត្មាបញ្ជាក់អង្កលពីបុណ្យ7ថ្ងៃហើយញាតិញោមដឹងផ្លូវដែលត្រូវដើរទៅកាន់ព្រះនិព្វានហើយចឹងញាតិញោមធ្វើម៉េចយើងខំប្រឹងហាត់ពុតលត់ដំអប់រំកាយវាចាចិត្តរបស់យើងសេចក្តីសុខនេះញាតិញោមអ្នកខ្លះតែចង់បានសេចក្តីសុខស្វែងរកលុយឲ្យទៅបានច្រើនមកបានសុខហើយតែអាត្មាថាមានលុយច្រើនប៉ុណ្ណាក៏ដោយបើសិនជាកាយមិនស្អាតវាចាមិនស្អាតចិត្តមិនស្អាតនៅមិនសុខទេអ្នកខ្លះទៀតក៏ថាមានលុយច្រើនហើយឲ្យទៅធ្វើអីក៏ដោយឲ្យតែឈ្នះគេឲ្យតែគេទឹកភ្នែកគាត់ថាគាត់សប្បាយចិត្តគាត់បានសុខនេះអ្នកខ្លះទៀត
មនុស្សវាមានច្រើនប្រភេទចឹងញាតិញោមមនុស្សខ្លះតាំងពីកើតដឹងក្តីមកគឺសន្តានចិត្តរបស់គាត់ល្អតែហ្មងស្រឡាញ់សន្តោសសង្គ្រោះអ្នកដទៃឃើញគេស្រឡាញ់គេសន្តោសគេសង្គ្រោះគេនេះមួយផ្នែកទៅមនុស្សមួយប្រភេទទៀតតាំងពីកើតដឹងក្តីមកដឹងតែពីលួចឆក់ប្លន់កាត់កេងប្រវែងទៅមកមនុស្សមួយប្រភេទទៀតតាំងពីកើតដឹងក្តីមកគឺធ្វើម៉េចឲ្យតែអ្នកដទៃបានសេចក្តីទុកគឺខ្លួនបានសេចក្តីសុខឲ្យតែអ្នកដទៃក្រៅកាហាយគឺខ្លួនបានសេចក្តីសុខហើយបុគ្គលទាំងអស់ហ្នឹងជឿតែមានទេរាល់ថ្ងៃយេមានញាតិញោមវាមានចែកអញ្ចឹងណាញាតិញោមបុគ្គលខ្លះមិនដឹងយ៉ាងម៉េចញាតិញោមដូចនៅមិនសុខបើមិនឲ្យគេក្តៅកាហាយដោយសារខ្លួនបើមិនឲ្យគេទឹកភ្នែកដោយសារខ្លួនដូចនៅមិនសុខបាយមិនឆ្ងាញ់ហើយអ្នកខ្លះទៀតបើមិនបានលួចមិនបានឆក់មិនបានប្លន់ដូចស៊ីបាយអញ្ចូលបើយ៉ាងហើយទៅមកបន់ញឹមគៀនយ៉ាងហើយក៏បានយកស្បែកជើងយាយមកម្រាប់ទៅដែរបានអស់ចិត្តវាធ្លាប់ណាញាតិញោមមនុស្សវាមានច្រើនប្រភេទអញ្ចឹងញាតិញោមធ្វើម៉េចក៏បីអប់រំមកអាត្មាថាទោះបីជាមានទ្រព្យប៉ុណ្ណាក៏ដោយតែបើសិនជាកាយរបស់យើងមិនស្អាតវគ្គជ័យរបស់យើងមិនស្អាតកាយមិនស្អាតវិជ័យមិនស្អាតមិនចង់មានន័យថាកាយយើងធ្លាប់លួចធ្លាប់ឆក់ធ្លាប់ប្លន់ធ្លាប់ប្រព្រឹត្តប្រៃផ្សៃប្រពន្ធកូនអ្នកដទៃធ្លាប់កាប់សម្លាប់គេទោះបីជាញោមមានទ្រព្យរាប់សែនកោដក៏ញោមមិនអាចសម្រានលោកស្រួលដែរមែនយាយលោកអត់ស្រួលទេញាតិញោមហើយអាមាត់យើងនេះធ្លាប់និយាយញុះញង់គេធ្លាប់បំបែកបំបាក់គេធ្លាប់ឆោបោកគេភូតផគេទោះបានទ្រាប់ពីឆោបោកគេភូតផគេបានទ្រាប់ដោយសារបំបែកបំបាក់គេក៏ញោមមិនអាចសម្រានលោកស្រួលដែរលោកអត់ស្រួលទេមានទ្រាប់ប៉ុណ្ណាក៏អត់ស្រួលដែរចឹងសំខាន់សេចក្តីសុខគឺកើតតាមរយៈផ្លូវ3ហ្នឹងទាំងកាយទាំងវាចាទាំងចិត្តឲ្យតែកាយស្អាតវាចាស្អាតចិត្តស្អាតទោះញោមអត់ទ្រាប់ក៏បានសេចក្តីសុខដែរតើណាយាយបានសេចក្តីសុខដែរប៉ិនសំខាន់បច្ចុប្បន្ននេះអត់ទ្រាប់ក៏ពិបាកដែរណាយាយណាអត់ទ្រាប់ក៏ពិបាកដែរអញ្ចឹងត្រូវប្រឹងប្រែងស្វាក់ស្វែងរកស៊ីលីសែងរៃពុនបានព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់ប្រកាសសម្ដែងថាបណ្ណាចង់បានទ្រព្យព្រះអង្គសម្ដែងធម៌ឲ្យរកស៊ីមានធម៌រកស៊ីមានបណ្ណាចង់សុខតថាគតសម្ដែងធម៌នាំឲ្យកើតសុខអញ្ចឹងគឺអាស្រ័យលើញាតិញោមពុទ្ធបរិស័ទបដិបត្តិអប់រំខ្លួនដោយខ្លួនឯងសេចក្តីសុខនិងសេចក្តីចម្រើនកើនប្រយោជន៍ឥតមានបុគ្គលណាមួយមកជំរុញអស់ទីញាតិញោមបានសុខបានចម្រើនបានទេឥឡូវនេះពុទ្ធធម៌18ប្រការខ្លីប៉ុណ្ណឹងចុះថ្មយើងបានរលឹកនឹកឃើញគុណធ្វើបុណ្យសន្សំកុសលឧទ្ទិសជូនទៅដល់លោកឪពុកឧទ្ទិសជូនទៅដល់ជីតារបស់យើងជាការប្រពៃញាតិញោមពីព្រោះអ្នកម្ដាយលោកឪពុករបស់យើងលោកលំបាកណាស់តម្រាំតែបានចិញ្ចឹមថែរក្សាយើងធំមកមានមុខមាត់យកសក្តិទូនាទីប៉ុណ្ណេះព្រោះមេដាបៃតាញាតិញោមទឹកចិត្តជាម្ដាយជាឪពុកបានអាត្មានៅខាងលើមិញអាត្មានិយាយជាមួយបងកូនញោមកូនញោមគៀនបាទអាត្មាប្រាប់គាត់ថាពេលដែលយើងខ្លាចជាម្ដាយជាឪពុករបស់គេបានដឹងថាទឹកចិត្តយើងជាម្ដាយជាឪពុកយើងមានទំហំធំប៉ុណ្ណាសម្រាប់កូនយើងស្រឡាញ់កូនធំប៉ុណ្ណាមាសពេជ្រប៉ុណ្ណាក៏មិនអាចដូរកូនយើងបានដែរមែនយាយមាសពេជ្រប៉ុណ្ណាក៏មិនអាចដូរកូនខ្ញុំបានដែរកូនខ្ញុំឈឺយប់ខ្ញុំរត់យកទៅពេទ្យយប់កូនឈឺថ្ងៃរត់យកទៅពេទ្យថ្ងៃកូនចង់បានអីបំពេញទឹកចិត្តកូនគ្រប់បែបយ៉ាងទោះបីជាខ្លួនឯងអត់ធ្វើខ្ញុំប្រមើគេខំប្រឹងសន្សំលុយកាក់ប្រាក់កាសយ៉ាងណាដើម្បីបំពេញទឹកចិត្តកូនស្រឡាញ់កូនថ្នមកូនថែរក្សាកូនទំនុកបំរុងកូននឹករលឹកកូនគ្រប់សពបែបយ៉ាងដើម្បីកូនកុំថាឡើយយើងជាមនុស្សចេះស្រឡាញ់កូនញាតិញោមពិចារណាតែសត្វចុះសត្វណាស់ដែលមិនមានធម្មសញ្ញាសោះតែសត្វក៏វាមានសភាវគតិមួយគឺបកើតកូនមកក៏វាចេះស្រឡាញ់កូនចឹងដែរមែនយាយចេះស្រឡាញ់សំបីតែខ្លាណាសញ្ជាតិជាខ្លាស៊ីអីយាយស៊ីសាច់តែខ្លាទោះជាស៊ីសាច់យ៉ាងម៉េចក៏មិនដែលស៊ីកូនឯងដែរមែនយាយអត់ដែលស៊ីកូនឯងទេនេះសភាវគតិសំបីតែសត្វក៏ចេះស្រឡាញ់កូនខ្លួនឯងដែរក៏ស្រឡាញ់កូនខ្លួនឯងដែរយើងត្រូវសិក្សាថាទឹកចិត្តម្ដាយឪពុកកុំថាឡើយតែមនុស្សញាតិញោមបាក់សៃក្តីពេលដែលបង្កើតមកវារស្អីយកទៅបញ្ចុកកូនវារហូតដល់ចេះហើទើបវាប្រឡែងឲ្យហើទៅប្រឡែងឲ្យហើទៅតែមនុស្សយើងខុសពីសត្វទៀតដោយសារយើងមានធម្មសញ្ញាទោះបីជាចិញ្ចឹមកូនធំកំមុំកំឡោះរៀបចំឲ្យមានគូសកលភរិយាស្វាមីបុត្រកូនក្រក៏ដោយមានក៏ដោយការហើយក៏អត់ប្រឡែងដោយសត្វដែរនៅតែនឹកកូននៅតែស្រឡាញ់កូនទោះស្មោះតែម្ដងគ្មាននរណាស្រឡាញ់ស្មោះជាងម្ដាយឪពុកហើយក៏គ្មាននរណានឹករលឹកកូនជាងគេក្រៅពីម្ដាយឪពុកគ្មានអ្នកណាស្រឡាញ់យើងជាងគេក្រៅអំពីម្ដាយឪពុកគ្មាននរណានឹករលឹកយើងជាងគេក្រៅពីម្ដាយឪពុកហើយក៏គ្មាននរណាអាណិតស្រឡាញ់យើងជាងម្ដាយឪពុកគ្មាននរណាស្មោះត្រង់ជាមួយយើងក្រៅពីម្ដាយឪពុកដែរអ្នកដតីសំបីតែប្រពន្ធកូនយើងក៏មិនស្មើនឹងម្ដាយឪពុកយើងដែរម្ដាយឪពុកស្រឡាញ់យើងស្មោះណាស់ញាតិញោមស្មោះណាស់
ណាស់អាត្មាលើករឿងអស់រយៈកាល100ឆ្នាំក៏យើងកូនចៅប្រុសស្រីគ្រាន់តែកលែកឃើញរូបថតនឹកឃើញលោកឪពុកភ្លាមកលែកឃើញរូបថតនឹកឃើញជីតាភ្លាមលោកឪពុកកាលនៅរស់រានមានជីវិតលោកឪពុកខ្ញុំល្អណាស់ជីតាខ្ញុំល្អណាស់ជីដូនខ្ញុំល្អណាស់គាត់ស្រឡាញ់ថែរក្សាបីបាច់ខ្ញុំជាកូនគាត់ស្រឡាញ់បីបាច់ថែរក្សាខ្ញុំជាចៅស្រឡាញ់កូនស្រឡាញ់ចៅដោយសេចក្តីស្មោះត្រង់ស្លាប់អស់100ឆ្នាំក៏ពិតមែនតែសេចក្តីល្អរបស់លោកនៅដក់ជាប់ក្នុងកៅបេះដូងរបស់យើងជានិច្ចបើសិនជាគ្មានលោកឪពុកលាវឈួនបើសិនជាគ្មានជីតាលាវឈួនក៏គ្មានរូបខ្ញុំគ្រប់គ្នាដែលជាកូនចៅហើយបើគ្មានលោកឪពុកបើគ្មានជីតាបើគ្មានជីដូនក៏យើងមិនមានសាច់ឈាមមុខមាត់យកសក្តានៈតួនាទីធំដុំដូចសម័យថ្ងៃបច្ចុប្បន្ននេះដោយសារលោកឪពុកដោយសារជីតាដូច្នេះទោះបីជាលោកឪពុកទោះបីជាជីតាស្លាប់អស់100នៃឆ្នាំក៏យើងត្រូវតែរួបរวมគ្នាសាមគ្គីគ្នាបំពេញបុណ្យសន្សំបុណ្យសន្សំកុសលឧទ្ទិសជូនទៅលោកដែរព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់ប្រកាសសម្ដែងថាកូនណាដែលដឹងគុណចម្រើនមិនដឹងគុណវិន័យញាតិញោមពាក្យនឹងធ្ងន់ណាស់ញាតិញោមដឹងចម្រើនមិនដឹងវិន័យព្រះអង្គសម្ដែងថាអញ្ចឹងដឹងចម្រើនមិនដឹងវិន័យវិន័យអីខ្លះញាតិញោមបើសិនជាយើងមិនមានសេចក្តីអត់ធន់ដូចអ្នកម្ដាយនៅជាមួយយើងអញ្ចឹងកូនគាត់បីស្រាប់ហើយគិតមិនមែនតែអ្នកម្ដាយថ្ងៃនេះទេជីដូនថ្ងៃនេះទេអ្នកម្ដាយគៀនក៏ដូចគ្នាកូនចៅអ្នកម្ដាយគៀនក៏ត្រូវតែស្ដាប់ហើយគិតត្រេះរេះពិចារណាត្រេះរេះថាពេលដែលអ្នកម្ដាយនៅរស់យើងត្រូវតែអត់ធន់ជាមួយអ្នកម្ដាយត្រូវតែអត់ធន់ជាមួយជីដូនអ្នកម្ដាយស្ដីអ្នកម្ដាយបដៅអ្នកម្ដាយត្រាប់អ្នកម្ដាយថាប្រាប់ប្រងតម្រង់ផ្លូវទោះបីជាពាក្យសម្ដីធ្ងន់ក្តីស្រាលក្តីកូនត្រូវតែស្ដាប់អ្នកម្ដាយប្រើហិង្សាក្តីក៏កូនមិនគួរប្រើហិង្សាជាមួយអ្នកម្ដាយជាមួយជីដូនដែរត្រូវតែអត់ធន់នៅពេលដែលកូនអត់ធន់បានកូននឹងចម្រើនដល់ពេលដែលកូនរបស់កូននឹងធំឡើងក៏ចេះអត់ធន់ជាមួយកូនដូចគ្នាឃើញចម្រើនត្រង់ហ្នឹងទេញោមមួយទៀតឲ្យតែកូនចេះពោលពាក្យពិតជាមួយអ្នកម្ដាយឥឡូវនេះដល់ពេលកូនធំឡើងក៏នៅតែពិតទៀងត្រង់ជាមួយកូនដូចគ្នាតគ្នាចឹងហើយឥឡូវនេះកូនចេះប្រតិបត្តិជាមួយអ្នកម្ដាយគៀនដល់ពេលដែលកូនធំឡើងក៏ចេះប្រតិបត្តិកូនគោរពកូនឲ្យតម្លៃកូនហើយកតញ្ញូដឹងគុណកូនដោយការដែលកូនដឹងគុណអ្នកម្ដាយគៀនចឹងដែរឧទាហរណ៍ដូចអ្នកម្ដាយគៀនដឹងគុណជីដូនចឹងឥឡូវស្រឡាញ់អ្នកម្ដាយស្រឡាញ់ជីដូនដល់ពេលចៅកូនរបស់អ្នកម្ដាយគៀននៅក្បែរហ្នឹងឃើញតកាលអ្នកម្ដាយថែរក្សាជីដូនយ៉ាងម៉េចស្រឡាញ់ជីដូនយ៉ាងម៉េចប្រតិបត្តិជីដូនយ៉ាងម៉េចទម្លាប់ល្អហ្នឹងដក់ជាប់ក្នុងចិត្តកូនរបស់យើងចៅរបស់យើងក្រោយដល់ពេលអ្នកម្ដាយគៀនចាស់ដូចជាជីដូនថ្ងៃនេះកូនក៏យ៉ាងម៉េចដែរញាតិញោមកូនក៏ប្រតិបត្តិដូចដំណើរអ្នកម្ដាយធ្វើចឹងដែរអ្នកចម្រើនញាតិញោមចម្រើនគ្រប់សពតែបើសិនជាយើងអត់មានសេចក្តីអត់ធន់ជាមួយគាត់ជេរទៅជេរមកវិញគាត់ថាទៅថាមកវិញជួនកាលអាកូនខ្លះឲ្យដាក់មកកញ្ញោមកពីកញ្ញោមកវិញក៏មានដែរណាញោមវាអត់ធន់អញ្ចឹងដល់ពេលអាកូនខ្លួនឯងនៅហ្នឹងវាឃើញញាតិញោមអត់ចេះអត់ធន់ជាមួយជីតាវាជីដូនវាដល់ពេលយើងចាស់ដូចជីតាវាជីដូនវាក៏វាមិនអត់ធន់ជាមួយយើងអញ្ចឹងដែរវានេះណាញាតិញោមវានេះអញ្ចឹងយើងត្រូវតែប្រតិបត្តិអ្នកម្ដាយលោកឪពុកឲ្យបានល្អជាគំរូដល់ចៅខាងក្រោយគ្នាប្រតិបត្តិតគ្នាតទៅទៀតអាត្មាបញ្ជាក់រឿងនេះមករឿងដើម្បីឲ្យញោមគិតពិចារណាថាម្ដាយឪពុកមានតម្លៃប៉ុណ្ណាកុំថាឡើយតែមនុស្សសំបីតែតិរិឆានក៏មានចិត្តស្រឡាញ់កូនស្មើដោយជីវិតដែរសម្រាប់អាត្មាតែងតែដាស់តឿនតែញោមត្រូវទុកពេលវេលាខ្លះមិនមែនមិនឲ្យស្រឡាញ់កូនទេត្រូវតែស្រឡាញ់តែត្រូវទុកពេលវេលា 50% សម្រាប់ញោមសន្សំគុណនៅតម្លៃនៃសេចក្តីល្អខ្លះផងតនយើងទាំងអស់គ្នានៅធ្វើកើតតនយើងទាំងអស់គ្នានៅសន្សំសេចក្តីល្អកើតព្រោះសន្សំសេចក្តីល្អកើតហើយចឹងប៉ុណ្ណឹងចោះចាំជួបគ្នាថ្ងៃក្រោយទៀតសូមបានបុណ្យបានសល់តាមបរិស័យជ្រះថ្លារៀងខ្លួនសូមអនុមោទនីនេះអញ្ចឹងញាតិញោមត្រូវចាំថាសេចក្តីល្អគឺធ្វើឲ្យមិនសាបសូន្យទេបងមិនសាបសូន្យទេហើយផលហ្នឹងវាឲ្យទៅតាមដំណើរនៃការប្រព្រឹត្តរបស់យើងដែលចូលមកគោលធម៌យើងវិញយើងឃើញផ្សេងគ្នាអ្នកខ្លះទៅវត្តគេដែរប៉ុន្តែអត់ចូលចិត្តឲ្យទៀនទេគឺគ្រាន់តែទៅរក្សាសិលទៅចម្រើនសេចក្តីល្អប៉ុន្តែអ្នកណាគេអង្គិះអីគេធ្វើស្អីគឺអត់ចូលអត់ធ្វើហ្មងហ្នឹងហើយទៅគេដែរទៅវត្តអាហ្នឹងបានគាត់មកជាតិហ្នឹងសេចក្តីសុខផ្លូវចិត្តរបស់គាត់មានអ្នកដតីមិនព្យាបាទមិនបៀតបៀនគាត់គេប៉ុន្តែអាទ្រព្យរបស់គាត់ហ្នឹងគឺអត់ហ្មងគាត់រកស្អីក៏មិនមានសូម្បីតែអ្នកដតីក៏អត់ចង់ចូលចិត្តឲ្យទៀនគាត់ដែរនឹងដោយសារគាត់មិនចូលចិត្តចែករំលែកឲ្យគេដែរដូចនាងទុរគតកដាអញ្ចឹងការខ្លួនឯងមានមើងងាយអ្នកក្រអ្នកសុំទៀនអីជេរបចោគេដៀលថ្មេះគេមិនចេះរកស៊ីអីដើរតែសុំដល់ពេលខ្លួនឯងធ្លាក់ខ្លួនក្រតើដើរសុំគេវិញគេដាក់ឲ្យដូចគ្នាខ្ញុំឃើញហ្នឹងមិនបាច់ទៅជាតិមុខជាតិក្រោយអាផលហ្នឹងពេលខ្លះយើងពិចារណាក្នុងជីវិតយើងម្នាក់អ្នកខ្លះទៀតចូលចិត្តឲ្យទៀនឃើញលោកបានបាតមុខផ្ទះដាក់បាយដាក់មីដាក់របស់ទឹកក្តៅទឹកត្រជាក់ប្រគេនលោកអញ្ចឹងចូលចិត្តឲ្យទៀនប៉ុន្តែចូលចិត្តព្យាបាទគេ
ចំណែនគេឈ្នាននេះគេចាក់រុកគេឃើញគេល្អជាងមិនកើតឃើញគេចេះជាងមិនកើតឬក៏តនេអត់ការងារធ្វើនិយាយចាក់រុកគេហើយគេព្យាបាទគេឬក៏មិនទៅព្យាបាទមនុស្សគ្នាឯងទៅព្យាបាទនឹងសត្វនឹងតិចអាល់កុលមន់តិចអាល់កុលទានឹងតិចគោះក្រងតិចខ្វាក្តាមដល់អញ្ចឹងអាពូជហ្នឹងបានមកខ្លួនឯងមានទ្រព្យប៉ុន្តែនិយាយតែពីឈឺព្រឹកឈឺល្ងាចណាញោមចំណាំអ្នកណាមានរោគច្រើនគឺមកពីខ្លួនឯងចូលចិត្តបៀតបៀនគេទាំងផ្លូវចិត្តផ្លូវកាយព្រះអង្គសម្ដែងណាអញ្ចឹងប្រយ័ត្នទាំងអស់គ្នាទៅជាតិមកអត់ចង់ឈឺច្រើនកុំចូលចិត្តបៀតបៀនគេបៀតបៀនផ្លូវកាយក៏ដោយផ្លូវចិត្តក៏ដោយផ្លូវវាចាក៏ដោយកាលណាមនុស្សណាដល់ព្រមតែអភិជាជាបាតៈគឺមនុស្សនឹងបរិបូរដោយរោគមនុស្សនឹងឈឺច្រើនណានឹងចឹងញោមត្រូវដឹងខ្លួនយើងថាបើមិនចង់ឈឺច្រើនឲ្យលះអភិជាបាតៈព្រះអង្គឲ្យលះការព្យាបាទចងគំនុំគុំគួនអាឃាតព្យាបាទអ្នកដតីហ្នឹងកាលណាឲ្យអ្នកដតីដល់នៅសេចក្តីទុកយ៉ាងណាគឺយើងរមែងរស់នៅមិនមានសេចក្តីសុខទេនឹងពេលខ្លះកុំថាដល់ជាតិក្រោយបានវាអត់សុខអាជាតិហ្នឹងក៏អត់សុខដែរឧបមាថានិយាយគេទៅវាខុសពីការពិតខ្លួនឯងវាដេកកើតទុកឬក៏លួចទ្រព្យគេទៅគេមិនដឹងបើខ្លួនឯងអ្នកដឹងខ្ញុំឃើញទេអញ្ចឹងវាកើតទុកហ្នឹងកើតទុកកើតសេចក្តីក្តៅកាហាយខ្វល់ខ្វាយក្នុងចិត្តនឹងគ្មានសេចក្តីសុខតាំងពីបច្ចុប្បន្នហ្នឹងទៅអញ្ចឹងកុំប្រឡាក់ទៅដោយអកុសលព្យាយាមចម្រើនទៅនៅកុសលអញ្ចឹងណោដោយប្អូនស្រីកញ្ញាប៉ែតស្រីលីនអញ្ចឹងណោដែលគាត់បរិបូរដោយរោគចម្រើនដោយរោគហ្នឹងដោយសារអីពីអតីតមកមិនដឹងថាគាត់សន្សំពូជជាកុសលឬជាអកុសលបានប៉ុណ្ណាប៉ុន្តែព្រះអង្គសម្ដែងអ្នកណាដែលចង់ឃ្លាតឆ្ងាយអំពីរោគគាក្នុងខ្លួនច្រើនតើយើងប្រាសចាកទៅនៅអភិជាបាតៈលះទៅនៅការព្យាបាទនិងការចងគំនុំគុំគួនអាឃាតមនុស្សសត្វជុំវិញខ្លួនយើងបាត់ភ្នែកបើកភ្នែកពេលណាមានមេត្តាចិត្តនិងសន្តោសៈទើបយើងបរិបូរដោយសេចក្តីសុខមិនសូវមានរោគអានេះហេតុគឺបុណ្យកុសលប៉ុន្តែអាបច្ចុប្បន្នហ្នឹងវាពាក់ព័ន្ធជាមួយនឹងការរស់នៅរបស់យើងដែរកាលណាយើងមានយើងបុណ្យកុសលពីមុនមកល្អប៉ុន្តែបច្ចុប្បន្នហ្នឹងយើងអត់ប្រឹងថែរក្សាយកចិត្តទុកដាក់ខ្លួនយើងអាហ្នឹងក៏វាអត់សុខភាពល្អដែរស្ដាប់តើណាញោមវាត្រូវរួមសំគ្នាឲ្យពីអតីតផងបច្ចុប្បន្នផងអតីតបរិបូរដោយបុណ្យកុសលបច្ចុប្បន្នបរិបូរដោយការយល់ដឹងអំពីរបៀបនៃការរស់នៅរបស់យើងទាំងអស់គ្នាអាហ្នឹងទៅអនាគតជាតិយើងនឹងមិនសូវមានរោគលះការព្យាបាទនឹងណាអភិជាបាតៈនឹងលះឲ្យបានច្រើនហ៎អ្នកណាចង់រូបស្អាតកុំអាសាខឹងច្រើនតែមួម៉ៅច្រើនខឹងច្រើនរូបអត់ស្អាតទេនឹងដូចនាងបញ្ញបាបានឹងដូចនាងមេកន្តយាដូចនាងផ្សេងទៀតដែលចូលចិត្តខឹងក្រោតច្រើនហ្នឹងគឺមនុស្សហ្នឹងរូបអត់សូវស្អាតទេអញ្ចឹងឲ្យលះទៅនៅទោសៈមូលចិត្តជាហេតុអ្នកណាមិនចង់ឈឺច្រើនលះអភិជាបាតៈជាហេតុអ្នកណាមិនចង់កើតមករូបអាក្រក់ឲ្យលះទោសៈមូលចិត្តជាហេតុអ្នកណាចង់រក្សាទ្រព្យឲ្យគង់ឲ្យលះលោភៈមូលចិត្តជាហេតុនឹងវាមានហេតុអញ្ចឹងហើយអ្នកណាចង់ចម្រើនទៅដោយបញ្ញាសមាធិឲ្យលះទៅដល់មោហៈនិងអវិជ្ជាគឺការងងឹតងងល់មិនដឹងគុណមិនដឹងទោសមិនដឹងខុសមិនដឹងត្រូវមិនស្គាល់ម្ដាយស្គាល់ឪពុកស្គាល់គ្រូបាអាចារ្យអ្នកហ្នឹងគឺចម្រើនទៅដោយមោហៈនិងអវិជ្ជាហើយទៅអនាគតជាតិសារតែយើងសន្សំពូជជាអបនិស្ស័យមកផ្សេងគ្នាមនុស្សយើងណាញោមកម្មផលមិនបាច់ទៅមើលជាតិមុខជាតិក្រោយយើងមើលតែជីវិតយើងរស់នៅឥឡូវហ្នឹងគឺយើងអាចពិចារណាបានខ្ញុំឃើញគេបែងចែកផលឲ្យយើងខុសគ្នាហើយអស់ហើយនឹងយើងពិចារណាមើលហេតុអីបានយើងកើតមកដូចគ្នាអ្នកខ្លះឈឺច្រើនអ្នកខ្លះមិនសូវឈឺអ្នកខ្លះរូបស្អាតអ្នកខ្លះរូបអាក្រក់អ្នកខ្លះមានចំណេះអ្នកខ្លះល្ងងអ្នកខ្លះរស់ស៊ីដាក់ចុះដោះឡើងអ្នកខ្លះរស់ស្អីក៏ខាតរស់ស្អីក៏វិនិច្ឆ័យអ្នកខ្លះដល់ព្រមនៅការអាណិតស្រឡាញ់ពីអ្នកដតីអ្នកខ្លះគ្រាន់តែគេឃើញគេមិនចូលចិត្តគេមិនចង់ក្បែរសិតតែពូជឧបនិស្ស័យដែលយើងសន្សំមកផ្សេងគ្នាទាំងអស់ព្រោះយើងពិចារណាតែខ្លួនយើងឥឡូវហ្នឹងបានណាយើងមិនបាច់គិតអីច្រើនគិតថាឥឡូវហ្នឹងមករោងដែលអង្គុយស្រាប់ធម៌តាំងញោមតាំងអាត្មាអ្នកទេសហ្នឹងចិត្តគំនិតច្បាស់ជាអត់ដូចគ្នាទេមែនទេញោមជួនកាលនិយាយខ្លះពងអង្គុយស្ដាប់ធម៌ប៉ុន្តែអារម្មណ៍នៅក្រោលជ្រូកនៅក្រោលគោអញមកផឹកមិនដឹងបានណាដាក់បាយជ្រូកឲ្យនៅអ្នកខ្លះទៀតអង្គុយស្ដាប់ធម៌នៅតែហ្នឹងនឹកឃើញតាវាមកពីជួស្រែវិញដឹងបានបាយនៅឯស្រីពៅដឹងមកដល់ផ្ទះវិញនៅឯហើយអ្នកខ្លះទៀតពងអង្គុយស្ដាប់ធម៌អារម្មណ៍នៅជាមួយធម៌ខ្ញុំឃើញផ្សេងគ្នាហើយបើយើងនិយាយទៅក្នុងមួយថ្ងៃយើងប្រព្រឹត្តអរិយាបថចិត្តកំណត់អរិយាបថរបស់យើងអត់ដូចគ្នាអញ្ចឹងបានផលក៏អត់ដូចគ្នាអ្នកខ្លះបើកភ្នែកមកគ្រាន់តែបើកភ្នែកមកស្ដាប់ធម៌ទេសនាមកសន្ទុះអញ្ចឹងបានចេញទៅធ្វើការអ្នកខ្លះបើកភ្នែកឡើងអ្នកជេរមន់ជេរទា3 4សន្ទុះអញ្ចឹងទៅបានចេញទៅធ្វើការហូបបាយអីនឹងឃើញអាពូយើងសំខុសគ្នាអ្នកខ្លះថ្ងៃសិលឡើងទៅវត្តគេទៅវត្តដូចគាត់ដែរគាត់ទៅវត្តដូចគេដែរប៉ុន្តែអ្នកខ្លះគ្រាន់តែទៅវត្តសុំតែសិលអញ្ចឹងទៅដល់ពេលគេដាក់ប្រកាសមេក្រូហ៎យាយអើយឥឡូវតាមួយនៅចំភូមិយើងនឹងគាត់វះ3 4 10ធ្នេឥឡូវអាណិតមេត្តាជួយសង្ឃហៈគាត់ថ្ងៃនេះហើយបើថាអ្នកណាមិនបានទៅចូលតាមសទ្ធា1000 2000អីចូលឲ្យមកយាយនេះគ្រាន់តែលឺសូអាចារ្យកាន់បាមេក្រូអង្កលគូតទៅរកក្បែរតសគៀនបាំងមុខអាចារ្យហើយហ្នឹងហើយខ្ញុំឃើញហ្នឹងទៅគេដែរប៉ុន្តែបើថាឲ្យលះ
មានសទ្ធាតលះធ្វើបន់ឲ្យទៀតអត់ទេបងអាហ្នឹងបានគាត់កើតមកជាតិហ្នឹងណោមានដែរសេចក្តីសុខផ្លូវចិត្តព្រោះគាត់សន្សំសេចក្តីល្អដែរប៉ុន្តែក្រទ្របរព្រឹកខ្វះល្ងាចរល្ងាចខ្វះព្រឹកខោមិនខោអាវមិនអាវខ្វះខាតអត់ក្រខ្សត់អត់លំបាកមកពីយើងអត់លះអាចិត្តកំណាញ់របស់យើងក្នុងខ្លួនកើតហ្នឹងអត់លះចិត្តកំណាញ់ហើយញោមចំណាំកាន់តែធ្វើបន់កាន់តែចម្រើនមិនវិនិច្ឆ័យទេកាន់តែធ្វើសេចក្តីល្អកាន់តែចម្រើនមកឃើញអ្នកមានអ្នកធំច្រើនណាស់និងអ្នកមានឧបឯកឧត្តមនាយករដ្ឋមន្ត្រីទេសរដ្ឋមន្ត្រីក្រសួងអង្គការស្ថាប័នតូចធំមួយគេកាន់តែបំរើម៉ែឪគេកាន់តែចម្រើនកាន់តែធ្វើសេចក្តីល្អចែកទានដល់អ្នកកំសត់អត់លំបាកគេឈ្មោះកិត្តិយសក៏ចម្រើនអាសេចក្តីសុខផ្លូវចិត្តរបស់គេក៏ចម្រើនអាយុស័ក្តិរបស់គេក៏កាន់តែចម្រើនមកឃើញភ្នែកចឹងដោយតែអាត្មាទៀតហ៎មកខ្លួនឯងលក់ឡានធ្វើអីមួយចឹងគេប្រកេនមកទៀតលុកគេប្រកេនគឺអត់អស់ទេអាផលហ្នឹងមិនបាច់ទៅជាតិមកឯពេលខ្លះវាឲ្យមកឥឡូវហ្នឹងមកប៉ាន់កុំធ្វើដូចលោកអត់មានអាណាប្រកេនជេរលោកមកលោកថាលោកស្អីទៅគេប្រកេនអាហ្នឹងវិញអាហ្នឹងរឿងអាត្មាទេហ្នឹងអាត្មាចំណាំខ្លួនឯងបើថាអស់ស្អីគឺមកអាហ្នឹងមកវិញហើយបើគិតថាចេះអន្សំហ្មងនោះញោមហើយតាំងពីបួសមកមិនដឹងយកទៅណាអស់ទេបើចេះតែអន្សំប៉អាត្មាអត់អន្សំទេមានប្រមាណគឺមកយកទៅធ្វើនេះធ្វើនោះគ្រប់កន្លែងអញ្ចឹងចូលចិត្តធ្វើឲ្យមិនអស់ទេគឺកាន់តែចម្រើនកើនមកវិញហ្នឹងហើយយើងជឿលើសេចក្តីល្អដែលយើងធ្វើទៅណាបងហើយបើថាចេះតែអន្សំអត់ធ្វើអីសោះយើងគិតតែអន្សំហ្មងមិនដឹងយកទៅណាញោមបើមួយថ្ងៃទេស4កន្លែងហើយទេសមួយកន្លែងមិនដែលគេប្រគេនក្រោមពី1លានទេ1លានជាង2លាន3លានរោងខ្លះ1000 2000តាមសទ្ធារបស់ម្ចាស់ប៉ុនផ្សេងពីគ្នាអញ្ចឹងប៉ុន្តែយើងយកអាហ្នឹងមកយកមកចំណាយធ្វើនេះធ្វើនោះគ្រប់កន្លែងអញ្ចឹងទៅអញ្ចឹងអាផលហ្នឹងវាចេះតែកើតដោះដាវអញ្ចឹងមកហ្នឹងអញ្ចឹងខេត្តកើតមិនកើតនៅលើក្រុមប្រឹក្សាញោមចំណាំគឺមេឃុំចវាយស្រុកក៏ដោយគឺសំខាន់ក្រុមប្រឹក្សាបើថាក្រុមប្រឹក្សានឹងប្រកែហើយគឺខេត្តនឹងរីកចម្រើនណាព្រោះអភិបាលខេត្តធ្វើអីតាមតែក្រុមប្រឹក្សាហ្នឹងអាក្រុមប្រឹក្សាប្រមាណអ្នកហ្នឹងទោះចវាយខេត្តដូរប្រមាណក៏អាប្រមាណអ្នកហ្នឹងអត់ដូរដែរព្រោះអត់មានច្បាប់ដូរក្រុមប្រឹក្សាទេទាល់តែអាថេតហ្មងក្រុមប្រឹក្សានេះបងហើយហ្មងតែអាថេតដៃខ្យល់មិនដឹងចវាយខេត្តអស់ប្រមាណ20ចវាយខេត្តឯងបាទនេះដៃខ្យល់មួយហ្នឹងហ្នឹងហើយអញ្ចឹងបើអត់ដូរក្រុមប្រឹក្សាឡើងចវាយខេត្តពីណាមកក៏ទៅអត់ដែលដែរបងព្រោះអាផ្នត់កំណត់ក្រុមប្រឹក្សាប្រមាណអ្នកហ្នឹងវាអត់ដូរផងវានៅអត់ដែលហ្នឹងហើយអញ្ចឹងពិបាកណាស់មិនងាយទេខេត្តយើងមិនងាយទៅមុខគេទេណោះយើងនិយាយរឿងធម៌មែនទេណាកុំនិយាយរឿងគេចេះទៅអាត្មាម៉ាត់ណែដល់ណាមិនថយអញ្ចឹងយើងចង់កុំឲ្យកើតមកមិនល្អឲ្យលះទោសមូលចិត្តជាហេតុចង់កើតមកកុំឲ្យឈឺច្រើនលះអវិជ្ជាជាបាតៈចង់កើតមកកុំឲ្យវាវង្វេងល្ងិតល្ងងយើងលះទៅនមោហៈអវិជ្ជាការមិនដឹងគុណការរមិលគុណការបន្ទុះសារាយជាមួយគ្រូបាអាចារ្យម្ដាយឪពុកនឹងការចង់កើតមកដើម្បីរក្សាទ្រព្យឲ្យគង់មិនមានអ្នកណាមកព្យាបាទមកលួចមកឆក់មកប្លន់កុំឲ្យកើតទៅនៅលោភៈមូលចិត្តជាហេតុច្រើនពេកនឹងឲ្យលះធរអស់ហ្នឹងទៅយើងចម្រើនណានឹងចម្រើនដល់ព្រមនៅសេចក្តីសុខនិងសេចក្តីចម្រើនទាំងអស់គ្នាហើយខំប្រឹងយកបុណ្យកុសលជាឧបនិស្ស័យទាំងអស់គ្នាញោមតនេនាំគ្នាបើមិនបានធ្វើបុណ្យអីធំដុំត្រឹមតែនាំគ្នាឃើញដីផ្លូវកហងយកដីចាក់លុបទៅមុខផ្ទះឬក៏តនេនាំគ្នាទៅវត្តបោសសម្អាតទីធ្លាវត្តអារាមនិងរើសស្មៅបោសសម្រាមក្នុងវត្តនឹងបុណ្យយកមិនអស់ញោមហើយស្អាតវត្តហើយផ្លូវចិត្តផ្លូវកាយយើងល្អទៀតដូចសម័យព្រះដូចនាងរោហេនីប្អូនរបស់ព្រះនរោត្តក្មួយរបស់ព្រះបង្កើតនាងកើតរោគស្រែងពេញខ្លួនដោយសារអតីតជាតិមកព្យាបាទនឹងស្រីរបាំនឹងតែយកខ្ញែដាក់ឲ្យគេលមាស់ហែកសាច់ដាច់ជើងកើតមកជាតិហ្នឹងកើតរោគស្រែងពេញខ្លួនទាំងអស់ហើយមិនមែនកើតតែដៃតែជើងអ្នកស្រែងយើងធម្មតាអាស្រែងកើតដោយរោគខ្លួនយើងគ្មានអនាម័យអាហ្នឹងកើតតែកន្លែងគៀនទេតែក្បែរផ្លូវក្បែរចកេះក្បែរគូនក្បែរអីហ្នឹងតែអាស្រែងកើតដោយកម្លាំងកម្មវាអត់កើតដោយគៀនដោយអាស្រែងកើតដោយខ្វះអនាម័យទេគឺវាចេញគ្រប់កន្លែងទាំងអស់តែចង់ទៅមកក៏ចេញបេមាត់